បើគេមើលថ្ងៃហ្នឹងអាក្រក់មហាអាក្រក់រាសីធ្លាក់ចុះយ៉ាងត្រដាប់ត្រដួសតែញោមបើកភ្នែកញោមស្ដាប់ធម៌ញោមសមាទានសិលញោមកាន់ភ្ជាប់ទៅដោយមេត្តាករុណាមុទិតានិងឧបេក្ខាញោមមានមេត្តាញោមមានសមាជីវៈញោមមានសតិរសន្តោសៈញោមមានសច្ចៈញោមមានអបមាទៈតើថ្ងៃនោះអាក្រក់ទៀតទេញោមអត់អាក្រក់ទេទោះបីថ្ងៃហ្នឹងត្រូវថ្ងៃស្លាប់ក៏ដោយតែមិនបោះបង់សេចក្តីល្អដើម្បីដូរយកក្នុងការភ័យខ្លាចប៉ុណ្ណោះទេសុខចិត្តយកសេចក្តីល្អជួសការស្លាប់ក៏បានដែរញាតិញោមព្រះសម្មាសម្ពុទ្ធដែរញោមប្រកាសជាធ្លាប់ស្ដាប់ធម៌រឿងសាសៈទុនសាយមិនខានដែលគេធ្វើថ្ងៃពេញបោខែកដិកថ្ងៃដែលអកអំបុកសំពះព្រះខែកាលនោះពពោធិសត្វពុទ្ធយើងកើតជាសត្វទុនសាយអិនព្រាហ្មណ៍ចង់បរិភោគនិមិត្តធ្វើព្រាហ្មណ៍ចាស់ដើរមករកទុនសាយហ្នឹងហើយត្អូនតែឃ្លានណាស់ចង់សុំសាច់ទុនសាយហ្នឹងបរិភោគទុនសាយអត់ខ្វល់ញាតិញោមឥឡូវបើចង់ហូបកាត់ភ្លើងទៅអញ្ចឹងក្រឡោះខ្លួនដោយសត្វល្អិតជាប់នៅក្នុងរោមទាំងបានចេញឲ្យលោតចូលភ្លើងទាំងអស់ញាតិញោមមើលទោះបីជាប្រុងនឹងស្លាប់ក៏ដោយយ៉ាងណាក៏ដោយតែមិនបោះសេចក្តីល្អចោលទេយល់ទេញាតិញោមចុះសួរថាដែលយើងគួរធ្វើខ្លួនយើងឲ្យជាទីស្រឡាញ់នោះខ្លួនឯងជាទីស្រឡាញ់ខ្លួនឯងមិនមែនយើងធ្វើដើម្បីអ្នកដទៃទេគឺយើងធ្វើដើម្បីសេចក្តីស្រឡាញ់សម្រាប់ខ្លួនឯងខំធ្វើបុណ្យក៏ដើម្បីខ្លួនឯងមែនទេញាតិញោមយល់មើលមែនអត់សំសិលក៏ដើម្បីខ្លួនឯងញោមមិនមែនសំសិលឲ្យស្វាមីញោមមិនមែនសំសិលឲ្យចៅញោមមិនមែនសំសិលឲ្យកូនញោមក៏មិនមែនសំសិលឲ្យពុទ្ធបរិស័ទមួយរូបមួយណាអត់ទេសំសិលក៏ដើម្បីខ្លួនឯងស្ដាប់ធម៌ឥឡូវហ្នឹងស្ដាប់ធម៌ដើម្បីខ្លួនឯងឬដើម្បីអ្នកដទៃហើយក៏ដោយសារទើសម្ចាស់បុណ្យទៅអញ្ជើញពេកអត់ទេហ៎មែនទេមកបត់ជើងនោះព្រោះម្ចាស់បុណ្យអញ្ជើញឲ្យមកកំខានលោកប៉ាឡោគេទេចាំមើលទ្រាំមុំលោកនឹងទេសចប់សង្ស័យទៅវិញមន់គេលួចអស់ហ្នឹងមិនដឹងមិនមកទៅអញ្ចឹងទេញោមហ៎អត់ទេមកនេះមកដើម្បីខ្លួនឯងអ្នកមិនមកស្ដាប់អត់បានអានិសង្ឃធម្មទានណែញាតិញោមអ្នកស្ដាប់បានធម្មទានមានផលប្រសើរនាំឲ្យដំណើរដើរនៅក្នុងផ្លូវដែលស្អាតតើចុះយើងគួរធ្វើខ្លួនយ៉ាងម៉េចឲ្យជាទីស្រឡាញ់អាយាស្មាអនុធិរៈមនាលអនុថែដ៏មានអាយុចូលមកដល់ធម៌ព្រះត្រង់ចំណុចនេះខ្ញុំកណាចង់ប្រគេនអនុថែតាមពធរបស់ព្រះដ៏មានរូបភាពជាអង្គម្ចាស់គួរនឹងធ្វើខ្លួនយ៉ាងណាដើម្បីខ្លួនជាទីស្រឡាញ់សម្រាប់ខ្លួនឯងគួរធ្វើខ្លួនដូចម្ដេចព្រោះខ្លះមិនសូវស្រឡាញ់ខ្លួនទេគាត់តែរឿងស្នេហាបន្តិចបន្តួចចងកងាប់ក៏មានដែររឿងស្នេហាបន្តិចបន្តួចលេបឆ្នាំងាប់ក៏មានដែរនឹងច្រើនអាយុវវ័យស្អីក៏ចេះដែរញោមឥឡូវគេសង្សារលេងក៏លេងងាប់មែនតើច្រើនអញ្ចឹងតើយើងគួរធ្វើខ្លួនដូចម្ដេចទៅតាមធម៌ព្រះដែលព្រះអង្គសម្ដែងធ្វើដូចម្ដេចឲ្យខ្លួនឯងគួរជាទីស្រឡាញ់ខ្លួនឯងកុំឲ្យខ្លួនឯងគួរជាទីស្អប់មនុស្សកាលណាស្អប់ខ្លួនឯងមនុស្សនោះអត់ចង់រស់ហើយអញ្ចឹងយើងគួរធ្វើខ្លួនយ៉ាងម៉េចឲ្យខ្លួនជាទីស្រឡាញ់របស់ខ្លួនសូមរតនានិមន្តអនុមោទនីនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈ
អ្នកមត្ថោរតនតយស័កខ្ញុំព្រះករុណាម្ចាស់សូមនមស្ការលំអរលំអោនកាយវិចារចិត្តក្រាបថ្វាយបង្គំចំពោះគុណនៃព្រះរតនត្រ័យទាំងឡាយ3គឺព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដែលជារតនៈឯកដ៏ដងឧត្តមប្រសើរវិសេសពងពោះនៅលើលោកសូមគោរពនមស្ការក្រាបថ្វាយបង្គំចំពោះព្រះគម្ចាស់ព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលបានស្ដាប់ឮសំឡេងព្រះធម៌ក្នុងនាទីអប់រំជីវិតតាមគន្លងព្រះពុទ្ធសាសនាសូមចម្រើនពរដល់ឥស្សរាធិបតីសម័យដើមទានប្រធានដើមបុណ្យគ្រប់រូបប្រមូលលើដោយញាតិញោមពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយទាំងអស់ដែលបានលះបង់នៅពេលវេលាដែលមានតម្លៃកម្លាំងកាយកម្លាំងចិត្តដើម្បីចូលរួមអបអរសាទរអនុមោទនានៅកងការមហាកុសលក្នុងពិធីបុណ្យតក្កិណានុបទានគម្រប់100ថ្ងៃដែលអស់លោកម្ចាស់ទានប្រធានដើមបុណ្យទាំងអស់គ្នាបានប្រពធ្វើដើម្បីឧទ្ទិសកុសលជូនចំពោះទៅដល់វិញ្ញាណក្ខន្ធរបស់លោកគ្រូសសុចព្រមទាំងញាតិកាទាំង7សន្តានដែលបានបាក់បែកចែកឋានអំពីលោកនេះទៅកាន់បរលោកខាងមុខហើយនោះផងដែរចឹងនៅក្នុងវេលាឱកាសនេះខ្ញុំព្រះករុណាស្មារតីបានឱកាសអំពីព្រះមហាថែដើម្បីបានចូលរួមសម្ដែងនៅព្រះសុធម្មវិសេសទេសនាទាំងបានស្ដាប់នៅព្រះថេរដីការបស់ព្រះមហាថែដែលព្រះអង្គសម្ដែងបញ្ជាក់ជាគ្រឿងដាស់សតិសព្វជញ្ញៈរបស់ញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលជាអ្នកជ្រះថ្លាក្នុងកងការមហាកុសលឲ្យដកចេញនៅជំនឿមួយដែលមិនសមហេតុផលដែលវាជ្រៀតជ្រែកដល់សន្តានចិត្តអ្នកកាន់ព្រះពុទ្ធសាសនាយើងហើយជាការពិតណាស់ត្រង់ជំនឿដែលធ្វើកងការមហាកុសលហើយរកគ្រូមើលថ្ងៃមើលខែមើលឆ្នាំអីហ្នឹងគឺគ្រប់តែតំបន់គ្រប់តែស្រុកហ្នឹងទៅហើយប៉ុន្តែក៏នៅមានបុគ្គលមួយចំនួនដែលគាត់ជាអ្នកបរិបូរណ៍ដោយបញ្ញាគាត់ជាអ្នកចេះដឹងយល់ជ្រៅជ្រះជឿជាក់ទៅលើបុណ្យកុសលពិតប្រាកដហ្នឹងក៏មិនបានប្រកាន់យកនៅជំនឿដែលខុសឆ្គងនឹងដែរតាមពិតទៅកាលពីប្រមាណខែមុនមានញាតិញោមម្នាក់នៅខាងកំពង់ចាមបានទូរស័ព្ទមកនិមន្តអាត្មាទាំងពីរព្រះអង្គហ្នឹងសម្ដែងធម៌កាលនោះទូរស័ព្ទមកជួបអាត្មាអត់ជួបមហាថែទេទូរស័ព្ទមកនិមន្តក្នុងខែ3ខែ4ហ្នឹងដែរហើយដល់ទូរស័ព្ទមកអាត្មាថាជាប់ហើយបនញោមឯងហ្នឹងនោះហើយគាត់ប្រាប់ថាឥឡូវដូចគុណតនេថ្ងៃណាអាត្មាហ្នឹងប្រាប់ថ្ងៃផ្សេងទៀតប្រាប់ប្រកបគាត់ថាអត់ទាន់យកទេចាំសួរអាចារ្យបន្តិចសិនដល់ពេលបានប្រហែលជា 3-4 ម៉ោងក៏ទូរស័ព្ទមកមួយសារទៀតទូរស័ព្ទប្រាប់អាត្មាតែដូចគុណណាថ្ងៃហ្នឹងកណាអត់យកទេចុះហេតុអីបានជាអត់យកបើលោកសំណេរតែថ្ងៃហ្នឹងក៏អត់ទេថ្ងៃហ្នឹងកណាចំថ្ងៃអន្តរាយអាត្មាថាឥឡូវបើថ្ងៃហ្នឹងចំថ្ងៃអន្តរាយខ្ញុំឯងដាក់ថ្ងៃណាវិញឥឡូវទៅមុខហ្នឹង2ថ្ងៃទេដូចគុណចំថ្ងៃសុក្រខ្ញុំឯងដាក់ចំថ្ងៃសុក្រអាហ្នឹងវាឆុងជាមួយថ្ងៃលោកវិញណាអាត្មាថាថ្ងៃហ្នឹងថ្ងៃខ្ញុំឯងឡើងរាសីបាទអាត្មា2អង្គហ្នឹងថ្ងៃហ្នឹងចុះរាសីថ្ងៃហ្នឹងចំថ្ងៃអន្តរាយចំថ្ងៃហិនហោចគាត់ថាដូចគុណឯងអាម៉េចទៅសំខាន់កណានេះទេនេះបានន័យថាគេលែងគិតលោកប៉ុន្តែរឿងហ្នឹងមហាថែអត់ទាន់ដឹងទេអាត្មាមិនបានប្រាប់គិតមែនតែទៅគេថាលោកអន្តរាយយ៉ាងម៉េចក៏អន្តរាយទៅសំខាន់ឲ្យតែគេធ្វើបន់ឲ្យគេបានប្រសើរណាខ្ញុំណាបើអញ្ចឹងអានេះវាជាជំនឿមួយផ្នែករបស់អ្នកកាន់ព្រះពុទ្ធសាសនាយើងឥឡូវនេះព្រះមហាថែព្រះអង្គបានលើកឡើងនៅព្រះធម៌សាកសួរមកអាត្មាភាពជាព្រះអនុថែថ្ងៃនេះថ្ងៃចិនមហាថែលោកថាអាត្មានឹងចិនមែនប៉ុន្តែចិនពូចិនបោ
តាំងពីពូជបោមកតែមហាថៃអត់មានពូជចិនគេទេមានភ្នែកចិនប៉ុន្តែតែចិនវាមិនដឹងទៅចិនអីញោមព្រោះចិនកតាំងក៏មិនត្រូវចិនកជីវក៏មិនត្រូវចិនដីគោក៏មិនត្រូវចិនដីទឹកក៏មិនត្រូវបើមើលទៅភ្នែកចិនផងហើយសបល់មកខ្មែរហើយចំមោះហ្នឹងទៅលាវឯណាទៅវិញទៅដល់ពេលមកអញ្ចឹងអាហ្នឹងចិនដែរអីញោមបើចិនដែរតើចិនចាប់ឆាយប្រហែលចិនចាប់ឆាយបើចេះចិនណាញោមណាចឹងព្រះមហាថៃព្រះអង្គសួរអំពីការធ្វើខ្លួនឲ្យជាទីគោរពជាទីស្រឡាញ់របស់ខ្លួនឯងធម្មតាមនុស្សលោកយើងមានសន្តានចិត្តចង់ឲ្យគេគោរពខ្លួនចង់ឲ្យគេស្រឡាញ់ខ្លួនណាស់ប៉ុន្តែមិនទាន់បានដឹងថាតើខ្លួនគួរគប្បីធ្វើយ៉ាងម៉េចដើម្បីជាទីគោរពជាទីស្រឡាញ់របស់ខ្លួនឯងព្រោះមនុស្សគ្រប់រូបដែលទទួលការគោរពការស្រឡាញ់អោនលំទោនអំពីសំណាក់បុគ្គលដទៃបានគឺអាស្រ័យទៅលើខ្លួនឯងបើសិនជាខ្លួនឯងមិនទាន់បានកសាងខ្លួនឯងឲ្យទៅជាទីគោរពជាទីស្រឡាញ់របស់ខ្លួនឯងទេនោះទៀមទានៅការគោរពស្រឡាញ់អំពីសំណាក់បុគ្គលដទៃក៏មិនប្រសើរដែរពិតមែនទេញាតិញោមបើឥឡូវថ្ងៃនេះទាំងពីរព្រះអង្គទាំងមហាថៃទាំងអនុថៃមកតាំងពីភ្នំពេញមកប្រាប់ញាតិញោមអំពីវិធីដែលខ្លួនត្រូវប្រតិបត្តិដើម្បីឲ្យខ្លួនជាទីស្រឡាញ់របស់ខ្លួនជាទីគោរពរបស់ខ្លួនឯងហើយតើកាលណាយើងបំពេញនៅលក្ខខណ្ឌនឹងបានហើយអានឹងមិនចាំបាច់យើងបកោប្រកាសមិនចាំបាច់អំពាវនាវឲ្យអ្នកដទៃគេមកគោរពយើងគេមកស្រឡាញ់យើងទេគេប្រកាសជាមកដោយសន្តានចិត្តដ៏ល្អដែលគេមានបញ្ញាឃើញថាយើងជាមនុស្សល្អពិតប្រាកដមែនក្នុងគោលនៃធម៌ដែលយើងត្រូវប្រព្រឹត្តត្រូវប្រតិបត្តិដើម្បីឲ្យបានខ្លួនជាទីស្រឡាញ់របស់ខ្លួនឯងមាន5ចំណុចទី1គឺជាអ្នកមិនបោះបង់ខ្លួនឯងឲ្យចូលទៅក្នុងអំពើអបាយមុខទី2គឺមិនធ្វើខ្លួនឯងឲ្យខូចព្រោះតែអំពើទុច្ចរិតទី3ជាអ្នកមាននៅសតិមានសម្បជញ្ញៈជាអ្នកដែលមិនភ្លេចខ្លួនឯងទី4ជាអ្នកមានសច្ចៈនិងជាអ្នកមិនបញ្ឆោតខ្លួនឯងទី5ជាអ្នកធ្វើនៅតួនាទីជាមនុស្សឲ្យទៅជាមនុស្សដែលមានប្រយោជន៍ឲ្យទៅជាមនុស្សដែលបានជាទីពឹងរបស់ខ្លួននិងអ្នកដទៃហើយជាមនុស្សដែលមិនស្លាប់ទាំងរស់មិនស្អុយទាំងស្រស់អ្នកញោមនេះគឺជាគោលធម៌ដែលមនុស្សយើងត្រូវប្រព្រឹត្តត្រូវប្រតិបត្តិដើម្បីឲ្យបានខ្លួនជាទីគោរពជាទីស្រឡាញ់របស់ខ្លួនឯងខ្ញុំបកណាបច្ចៈប៉ុណ្ណេះសូមព្រះមហាថៃនិមន្តជ្រាបចាសវៈចំណាំងអហង្សតធ្វាខ្ញុំកណាបានស្ដាប់ពាក្យពេចន៍ដីកាបកស្រាយរបស់ព្រះអនុថៃក្នុងចំណុចនៃគោលធម៌ដែលលើកឡើងអំពីគោលធម៌ធ្វើខ្លួនឲ្យជាទីស្រឡាញ់របស់ខ្លួនឯងមានប្រមាណយ៉ាងមិញញោមមាន2វិញហ៎យាយញោមអើយមានប្រមាណមិញញោមមាន5តែញោមក្រោយដឹងប្រមាណគេទេហ្នឹងហើយប្រមាណក៏ប្រមាណទៅលោកអើយទេរស់ប្រមាណញោមក្រោយប្រមាណកុំអៀនញោមធ្វើកុំអៀនគ្នាមើលអៀនអីបើយើងមិនដែលជួបគ្នាហ៎មែនទេញោមស្ដាប់អាត្មាតាមវិទ្យុមែនទេហើយដល់ពេលអាត្មាសួរគេណក់ញាតញោមណានោះគេឆ្លើយញ៉ាំឯងឆ្លើយដែរញ៉ាំឯងឆ្លើយអាត្មាលឺដែរអូឆ្លើយដល់យាយកំពុងក៏អាត្មាមិនលឺផងតែឥឡូវនេះញោមឯងឆ្លើយអាត្មាលឺរហូតឥឡូវនេះហើយត្រូវសួរគេហ្នឹងអ្នកដែលស្ដាប់វិទ្យុនោះគេឆ្លើយដែរអាត្មាលែងលឺវិញលឺញោមឯនេះវិញខាងហងហេងហ្នឹងវិញញោមមើលប្រហែលអ្នកក្រោយប្រហែលមិញម៉ានទៅទីហ៎ចុះអាត្មាបានជាចេះលើកឡើងធរយកមកទេតិចធរនេះតិចធរនោះព្រោះអីបើគិតពីថ្ងៃហ្នឹង3ក្រែហ្នឹងញោមម៉ោង2ទេសនៅក្រាំងតាច័ន្ទខាងឃុំគូសស្រុកត្រាំកក់ហើយម៉ោង4មិញនៅឃុំញេញងស្រុកត្រាំកក់
ឥឡូវនេះមកខាងបឹងត្រែងខាងត្បូងស្រុកសំរោងហើយមិនមែនទេសតែធោះអដែលទេបើចេះតែទេសអញ្ចឹង100ថ្ងៃមិញ2ប៉ុនណាតើនោះមិញ100ដែរហើយបច្ច័យ4 100ថ្ងៃបច្ច័យ4អញ្ចឹងបើទេសតែប៉ុណ្្នឹងទៅញោមក៏មិនបានតាមស្ដាប់អាត្មាដែរប៉ុន្តែនឹកឃើញថាអ្នកស្ដាប់វិទ្យុនឹងច្រើនចេះតែលើកពីនេះបន្តិចលើកពីនោះបន្តិចហើយធម៌ព្រះច្រើន84000បឋមខណ្ឌណាញោមអញ្ចឹងបានជាលើកធម៌នេះលើកធម៌នោះឲ្យញោមស្ដាប់ឥឡូវញោមចងចាំទាំងអស់គ្នាណាញោមណាចាំណាញោមណាកណាឲ្យរួចពីមាត់សិនហ្នឹងចាំណាញោមណាហ្នឹងហើយថារួចមាត់ទៅស្មាមិនសួរទៀតទេមិនបានទៅសួរស្អែកអីទៀតទេឥឡូវសន្យាគ្នាតែចាំលើនៅកោធម៌មានប្រមាណផ្លេចលីងអូញោមម៉ែញោមកោធម៌មាន5តើទី1គឺមិនបោះបង់ខ្លួនឯងចូលទៅក្នុងអបាយមុខទី2គឺមិនធ្វើខ្លួនឯងឲ្យខូចព្រោះតែអំពើទុច្ចរិតហ្នឹងអនុថែរាប់ស្មារាប់សាថ្មី2ដងហើយបើមិនចាំទៀតដឹងមិនទេទី3គឺមានសតិនិងសម្បជញ្ញៈមិនភ្លេចខ្លួនឯងទី4គឺជាអ្នកមាននៅសច្ចៈហើយបញ្ចេញគឺមាននៅសច្ចៈដ៏ល្អប្រសើរតើមិនបញ្ឆោតមិនបោកមិនប្រាស់អ្នកដទៃហើយនឹងទី5គឺជាអ្នកបំពេញនៅតួនាទីជាមនុស្សប្រព្រឹត្តប្រយោជន៍សម្រាប់ខ្លួនឯងជាមនុស្សអាត្មាជឿតែញោមទោះយ៉ាងម៉េចក៏មិនចាំដែរប៉ុន្តែអាត្មាត្រូវសួរអនុថែឲ្យអនុថែអធិប្បាយជូនញោមស្ដាប់ដើម្បីគេប្រញាប់មើលកុនណាអនុថែ5នឹងអធិប្បាយយ៉ាងម៉េចលីល្មមព្រោះអីនៅមួយក្រែទៀតឯណោះនៅកត់លេខ7ក្រែសឹងតើអញ្ចឹងមួយក្រែនេះទៅប្រហែលក្រែសក្រែអង្គុយដែរអញ្ចឹងប្រញាប់ទៅមួយក្រែមួយទៀតក្រែសឹងអញ្ចឹងលើកឡើងក្នុងទី1មិនបោះបង់ខ្លួនឯងចោលក្នុងអបាយមុខអ្វីទៅអបាយមុខអនុថែអបាយមុខមុខមានបាយយ៉ាងម៉េចហើយបោះខ្លួនឯងចោលនៅក្នុងនឹងយ៉ាងម៉េចទី2មិនធ្វើខ្លួនឯងឲ្យខូចព្រោះតែអំពើទុច្ចរិតគេធ្វើយ៉ាងម៉េចសួរ2សិនទុក3សួរក្រោយទៀតអញ្ចឹងញោមចាំស្ដាប់ណាញោមណាញោមយាយអើយចាំស្ដាប់ណាញោមណានេះអង្វរអស់វិចិត្រណាចឹងអនុថែមេត្តាអធិប្បាយសង្គារាយសេចក្តីជូនញាតិញោមស្ដាប់ទាំងអស់គ្នាដើម្បីជាគតិបញ្ញាដើម្បីពិចារណាក្នុងអត្តន័យនៃធម៌ធ្វើខ្លួនឯងឲ្យជាទីស្រឡាញ់សូមអរតនានិមន្តអនុមោទនាផន្តេបពិតព្រះមហាថៃដោយចម្រើនខោសាធវអស់លោកញាតិញោមពុទ្ធបរិស័ទទាំងទឹកមុខស្រស់ញញឹមទាំងទឹកមុខជូរអែមទាំងអស់ប្រហែលជាអង្គុយចាំលោកបត់ជើងនឹងវាចុកជង្គង់ចុកចកេះខ្លាំងហើយមើលទៅចុកចកេះទេញោមចុកជង្គង់ទេញោមចុកឥឡូវយកចុកចកេះចុកជង្គង់ហ្នឹងយកមកប្រគេនមហាថៃអស់បូជាលោកទេលើទេញោមឲ្យមហាថៃយកអស់តមហាថៃអើយយកតហើយញោមចាំយកប៉ុនណាញោមណាទៅចាំយកប៉ុនចឹងវិញឲ្យកណាប៉ុនឲ្យមហាថៃឈឺមមណាអញ្ចឹងព្រះមហាថៃព្រះអង្គផ្ដល់ឱកាសម្ដងទៀតដើម្បីបញ្ជាក់ក្នុងគោលធម៌ទី1និងទី2ទី1គឺមិនបោះបង់ខ្លួនឯងចូលនៅក្នុងអំពើអបាយមុខពាក្យថាអបាយមុខប្រែថាថាម៉េចអត់ដឹងឃើញទេបើដឹងចាំបាច់មុនលោកឯងមកទេអបាយៈនិងមុខៈហ្នឹងគេប្រែថាផ្លូវឬក៏មាត់អបាយៈហ្នឹងគេប្រែថាវិនាសអញ្ចឹងអបាយមុខហ្នឹងផ្លូវនៃសេចក្តីវិនាសមាន4ផ្លូវទី1អភ័យធតៈផ្លូវអ្នកលេងស្រីទី2សុរាធតៈផ្លូវអ្នកផឹកសុរាទី3អខធតៈ
ផ្លូវអ្នកលេងលបែងភ្នាល់និងទី4បាបមិត្តផ្លូវនៃការខ្សែគប់បាបមិត្តសួរញោមដូចឆោតផ្លូវ4យ៉ាងហ្នឹងបើញោមណាប្រព្រឹត្តកូនចៅបងប្អូនណាប្រព្រឹត្តហើយវិនិច្ឆ័យឲ្យចម្រើនញោមមកអូវិនិច្ឆ័យបងសំដែងថាអញ្ចឹងនៅក្នុងបរាភវៈសោតណាញោមណាអខធតតសរាធតតអខធតតជយោនរោលដ្ឋាំងវិនិច្ឆ័យទេអាហ្នឹងព្រះអង្គរាប់តែ3ឯងព្រះអង្គអត់រាប់បាបមិត្តទេព្រះអង្គរាប់ថាអ្នកប្រព្រឹត្តលបែងស្រីលបែងស្រាលបែងភ្នល់ទាំងឡាយធ្វើទ្របខ្លួនមានឲ្យអន្តរាយការលបែងទាំងឡាយនាំឲ្យវិនាសហើយមនុស្សយើងអ្នកណាក៏ដោយឲ្យតែប្រព្រឹត្តផ្លូវ4យ៉ាងហ្នឹងប្រកាសជាវិនាសជាពិសេសគឺបាបមិត្តញោមព្រោះអីព្រោះបាបមិត្តហ្នឹងជាអ្នកលេងលបែងភ្នល់ជាអ្នកលេងលបែងស្រីជាអ្នកលេងលបែងស្រាក៏គឺបាបមិត្តដែរកាលណាយើងទៅខ្សែគប់បាបមិត្តណាអំពើ3ខាងដើមប្រព្រឹត្តបានដោយងាយស្រួលញោមហើយចុះបើយើងស្រឡាញ់ខ្លួនឯងព្រះអង្គសម្ដែងថាណាត់ទេអតសមាំងបេមាំងគ្មានអ្វីស្រឡាញ់ឲ្យស្មើនឹងខ្លួនមិនមានទេពិតមែនទេញាតិញោមស្រឡាញ់ខ្លួនទេរាល់ថ្ងៃនិយាយមិនស្រឡាញ់មិនមួយថ្ងៃងូតទឹក3 4 5ដងហ្នឹងព្រោះអីព្រោះខ្លួនហូបបាយ3 4 5ពេលអត់ហ៊ានជន់មុខដដែលឡើងពេលព្រឹកមកជូរពេលថ្ងៃឆាពេលល្ងាចស្ងោរព្រោះអីនឹងញោមព្រោះស្រឡាញ់ខ្លួនញោមខំកាត់សម្លៀកបំពាក់ខោអាវយកមកស្លៀកពាក់មកឈុតមកកាផ្លេ$20 $30 $40 $50 $50ព្រោះអីមិនព្រោះខ្លួនទេហើយចុះញោមខំធ្វើចិញ្ចៀនខំធ្វើក្រវិលខ្សែកពេជ្រយកមកពាក់ត្រចៀកពាក់កកពាក់ម្រាមដៃពាក់កដៃព្រោះអីនឹងញោមហ្នឹងព្រោះតែចិត្តវាស្រឡាញ់ខ្លួនសម្គាល់ថាមានតួខ្លួនប៉ុន្តែអ្វីដែលជាការពិតព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើងព្រះអង្គសម្ដែងថាបុគ្គលដែលតបតែងខ្លួនដែលរៀបចំខ្លួនដែលសម្អាតសម្អាងនៅខ្លួនឲ្យល្អឲ្យប្រសើរហើយបញ្ជាក់ថាខ្លួនជាទីស្រឡាញ់របស់ខ្លួនមិនទាន់គ្រប់គ្រាន់ឡើយណែព្រះអង្គសម្ដែងថាអញ្ចឹងអត្តានញ្ចេបយ៉ាងជាញីអ្នកណាងបាពេនសង្យោជាន្តិបើដឹងថាខ្លួនជាទីស្រឡាញ់របស់ខ្លួនហើយមិនគួរគប្បីប្រកបខ្លួនដោយអំពើអាក្រក់ឡើយស្ដាប់ឮទេញោមបើដឹងថាខ្លួនជាទីស្រឡាញ់របស់ខ្លួនហើយមិនគួរគប្បីធ្វើខ្លួនឲ្យទៅជាខ្លួនអាក្រក់គឺមិនប្រព្រឹត្តនៅអំពើអបាយមុខហ្នឹងឯងញោមហើយចុះបើសិនជាយើងកើតមកជាមនុស្សទៅប្រព្រឹត្តធ្វើអំពើអបាយមុខដឹងថាកន្លែងហ្នឹងវិនាសដឹងថាកន្លែងហ្នឹងអន្តរាយហើយទៅប្រព្រឹត្តតើអ្នកណាមកបំផ្លាញខ្លួនយើងក្រៅពីខ្លួនឯងញោមអ្នកណាបើគ្មានអ្នកណាក្រៅពីខ្លួនឯងទេពេលបច្ចុប្បន្នខ្លួនឯងត្រូវទទួលការតេះដៀលទទួលការប្រមាថមើលងាយអំពីសំណាក់បុគ្គលដទៃបាត់បង់នូវគុណធម៌ដល់ពេលស្លាប់ទៅត្រូវធ្លាក់ទៅក្នុងអបាយភូមិឃើញទេញាតិញោមអបាយមុខហ្នឹងគឺផ្លូវទៅកាន់អបាយតែកាលណាយើងប្រព្រឹត្តនៅអបាយមុខពេលស្លាប់ទៅអបាយភូមិ4ចាំទទួលហើយញោមដែលរក់ប្រែទេរឆានអសរកាយកិច្ចអត់រួចទេញោមទៅឲ្យទៅប្រព្រឹត្តធម៌4យ៉ាងហ្នឹងតិចតែកិច្ចរួចទៅហើយដូចជាការខ្សែគប់បាបមិត្តអីបាបមិត្តដែលបបួលយើងធ្វើល្អដែរញោមបើមនុស្សគ្រប់វ័យទាំងអស់គ្រប់ឋានៈគ្រប់ចម្ពោះទាំងអស់ឲ្យតែខ្សែគប់បាបមិត្តហើយគឺវិនិច្ឆ័យញោមបើនៅវ័យសិក្សារៀនសូត្រទៅខ្សែគប់បាបមិត្តនាំតែលេងបៀនាំតែថឹកស្រានាំតែប្រព្រឹត្តលបែងស្រីនាំតែបុកវិជាអីទេញោមនាំឲ្យកិច្ចសាលាទីបំផុតទៅវិនិច្ឆ័យអត់ញោមវិនិច្ឆ័យអត់វ័យមនុស្សចាស់មនុស្សជំទង់មនុស្សវ័យកដាលហ្នឹងណាអត់រៀនអត់សូត្រមានប្តីហើយមានប្រពន្ធហើយនេះអ្នកខ្លះនៅខ្សែគប់បាបមិត្តទៀតញោមបងស្រីអីមានប្តីទៅរកស៊ីនៅភ្នំពេញឯហ្នឹងចេះអត់សល់ប្រាក់ខែមកពីប្តីហ្នឹងចេះតែខ្សែគប់បាបមិត្តហ្នឹងឯងមែនទេញាតិញោមក៏ខ្សែគប់បាបមិត្តទៅយូរទៅបំផ្លាញទ្រព្យសម្បត្តិពីផ្ទះទៅលេងលបែងលក់ដីលក់ស្រែលក់គោលក់ក្របីហ្នឹងក៏តែមានដែរឆ្លោះទាស់តែងគ្នាហ្នឹងក៏តែមានដែរព្រោះតែអំពើអបាយមុខហ្នឹងវ័យចាស់ហ្នឹងក៏អញ្ចឹងបាបមិត្តក្នុងវ័យចាស់
សំដៅទៅលើចាស់ហើយមិនស្គាល់ខ្លួនចាស់នៅប្រព្រឹត្តធ្វើអំពើអាក្រក់អត់ស្គាល់ទានសិលភាវនាហើយបើយើងចង់ល្អយើងទៅសាបបុគ្គលអាក្រក់ទាំងអស់ហ្នឹងគិតធ្វើម៉េចញោមដែលឃើញចាស់ហើយនៅស្វឹងហ៎ដែលឃើញចាស់ហើយនៅបងសំណាញ់ហ៎ដែលឃើញចាស់ហើយនៅស្ទូចត្រីហ៎ដែលឃើញចាស់ហើយនៅលេងបៀហ៎ដែលឃើញអត់ដល់យូរបានអត់ប៉ុនមិនមាត់បើអញ្ចឹងបើយើងយកខ្លួនយើងទៅសាបគប់បុគ្គលហ្នឹងសួរថាបុគ្គលដែលលេងលបែងបុគ្គលដែលស្ទូចត្រីអីទាំងអស់ហ្នឹងដែលបបួលយើងទៅសុំសល់ដែរញោមក៏ប្រកាសជាបបួលយើងទៅធ្វើអំពើអាក្រក់ជាមួយគាត់ហ្នឹងឯងអញ្ចឹងយើងនឹងនឹងវិនិច្ឆ័យទៅដូចគាត់អញ្ចឹងណាញោមណាអញ្ចឹងយើងនឹងត្រូវតែគិតពិចារណាបើចង់ឲ្យគេគោរពយើងណាយើងត្រូវមើលខ្លួនឯងតើខ្លួនឯងគួរគោរពខ្លួនឯងឬនៅត្រង់ប្រការទី2មិនធ្វើខ្លួនឲ្យខូចព្រោះតែអំពើទុច្ចរិតបុគ្គលខ្លះកើតមកមួយជាតិត្រូវខូចព្រោះតែអំពើទុច្ចរិតរបស់ខ្លួនឯងប្រព្រឹត្តធ្វើអំពើអាក្រក់លួចឆក់ប្លន់ទ្រព្យសម្បត្តិរបស់បុគ្គលដទៃរហូតមានការសម្លាប់ជីវិតរបស់បុគ្គលដទៃអាយុ30-40សម្លាប់ជីវិតគេចាប់បានគេយកទៅដាក់គុកជាប់គុក40ឆ្នាំទៀតគិតមើលប្រមាណហើយញោមគិតមើលប្រមាណហើយឧទាហរណ៍ថាអាយុ40ទៅសម្លាប់ជីវិតគេដាក់គុក40ឆ្នាំ40បូក40ប្រមាណហើយតែដល់ថ្ងៃងាប់នៅបើហ្នឹងឃើញខូចខ្លួនហ្នឹងញោមដោយសារតែខ្លួនប្រព្រឹត្តធ្វើអំពើអាក្រក់កាយទុច្ចរិតវិច័យទុច្ចរិតមโนទុច្ចរិតហើយតែកាលណាចូលប៉ាដល់ពេលងាប់បាត់មានពេលណាមកកសាងសន្សំនៅសេចក្តីល្អវិញអញ្ចឹងណាគ្មានអ្នកណាក្រៅពីខ្លួនឯងដែលធ្វើបាបខ្លួនឯងទេព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គសម្ដែងថាបុគ្គលណាដែលឆ្លាតពិតប្រាកដបុគ្គលណាដែលជាអ្នកមានបញ្ញាពិតប្រាកដគឺបុគ្គលនោះចេះស្រង់ខ្លួនឯងឲ្យផុតពីបាបឬទេញោមយើងស្រឡាញ់កូនញោមដែលស្រឡាញ់កូនណាពេលកូនញោមកូនជាទីស្រឡាញ់របស់ញោមពេលវាលេងថ្នាំពុលញោមសុកចិត្តឲ្យវាលេងទេអត់ទេហេតុអីខ្លាចវាលេបថ្នាំពុលនឹងទៅស្លាប់មែនទេញោមពេលកូនញោមប្រឡាក់ដីមុននឹងឲ្យវាដេកញោមយកទៅងូតទឹកវាឲ្យស្អាតដោះដោយសាប៊ូលាងស្អាតហើយមានទាំងលាបម្សៅឲ្យវាទៀតព្រោះហេតុអីព្រោះស្រឡាញ់កូនចាស់ញោមស្រឡាញ់ខ្លួនអត់ចុះបើញោមស្រឡាញ់ខ្លួនហើយខ្លួនញោមប្រឡាក់ទៅដោយអំពើទុច្ចរិតស្រឡាញ់ទៀតអត់នឹងបុគ្គលណាប្រព្រឹត្តធ្វើអំពើអាក្រក់ដោយកាយដោយវាចាដោយចិត្តមិនឈ្មោះថាស្រឡាញ់ខ្លួនឡើយគឺឈ្មោះថាជាអ្នកជីករណ្ដោកកប់ខ្លួនឯងទេហើយជាអ្នករុញច្រានខ្លួនឯងឲ្យធ្លាក់ចូលក្នុងរណ្ដៅលាមកណាញោមណាធ្វើខ្លួនឯងឲ្យថោកទាបបើធ្វើខ្លួនឯងឲ្យថោកទាបទៅវិញទេគ្មានអ្នកណាមកធ្វើខ្លួនយើងឲ្យថោកទាបជាងខ្លួនឯងទេព្រះអង្គសម្ដែងថាហើយណាំងធម្មំអ្នកសេវយៈបុគ្គលមិនគួរសាបគប់នៅធម៌ថោកទាបញោមស្គាល់ធម៌ថោកទាបទេធម៌ណាធម៌អាក្រក់ព្រះអង្គអត់សរសើរតែធម៌ឧត្តមទេធម៌ណាដែលដឹកនាំសត្វលោកឲ្យទៅរកសេចក្តីវិនាសធម៌ណាដែលញ៉ាំងចិត្តសត្វលោកឲ្យប្រព្រឹត្តធ្វើអំពើអាក្រក់សពគ្រប់បែបយ៉ាងធម៌នោះព្រះអង្គមិនឲ្យឈ្មោះថាឧត្តមធម៌ទេព្រះអង្គឲ្យឈ្មោះហៅថាហីអ្នកធម៌គឺធម៌ថោកទាបចឹងបានព្រះអង្គសម្ដែងថាហីណាំងធម្មំអ្នកសេវយៈបុគ្គលមិនគួរការគួរបីសាបគប់នៅធម៌ថោកទាបឡើយធម្មតាបើកាលណាយើងទៅសាបគប់នៅធម៌ថោកទាបយើងប្រកាសជាថោកទាបដែរណាញោមណាវាមិនខុសអីអំពីលាមកទេលាមកវាអាក្រក់តែវាតាណាញោមណាវាអាក្រក់តែវាដោយសភាវៈតែវាទៅប៉ុន្តែយើងទៅយកលាមកយកមកប្រឡាក់យើងស្អុយអត់នឹងស្អុយដោយសារលាមកហ្នឹងយ៉ាងណាអំពើអាក្រក់អំពើថោកទាបហ្នឹងដូចជាលាមកអញ្ចឹងតែដល់ទៅពេលយើងទៅប្រព្រឹត្តសាបគប់ជាមួយនឹងអំពើអាក្រក់អំពើថោកទាបអ្នកហ្នឹងឯងជាអ្នកអាក្រក់អ្នកហ្នឹងឯងជាអ្នកស្អុយអ្នកហ្នឹងឯងជាអ្នកថោកទាបគ្មានអ្នកណាមកធ្វើឲ្យយើងទេដូចជាភិក្ខុទេវទត្តអីញោមសិក្សារឿងហ្នឹងមើលភិក្ខុទេវទត្តក៏ដោយអាជាតសតោកមាក៏ដោយនាងចេញចាហ្នឹងក៏ដោយនន្តមាននប់ហ្នឹងក៏ដោយអ្នកណាមកធ្វើខ្លួនឯងឲ្យធ្លាក់ទៅក្នុងអបាយភូមិញោមអត់មានទេមានតែខ្លួនឯងហ្នឹងញោមបើចឹងខ្លួនឯងជាទីពឹងរបស់ខ្លួនឯងក្នុងការធ្វើអំពើល្អ
អត្តទីបាមានខ្លួនជាកោះមានខ្លួនជាត្រើយអត្តសារណាមានខ្លួនជាទីនឹករលឹករបស់ខ្លួនឯងនេះទើបឈ្មោះថាជាអ្នកដែលមិននាំខ្លួនឲ្យខូចព្រោះតែអំពើទុច្ចរិតសូមអនុមោទនាខ្ញុំបកណាបច្ចៈនៃសេចក្តីដោយសង្ខារប៉ុណ្ណេះលើសលួសខ្វះខាតយ៉ាងណាប្រគេនព្រះមហាថៅព្រះអង្គជួយបំពេញបន្ថែមសូមនិមន្តជ្រាបសាធុសាធុសាធុអនុថែញាតិញោមអើយជ្រាបដែរញោមជ្រាបដែរជ្រាបលោកទេសថាម៉េចខ្លះញោមនឹងទេសថាចឹងនឹងឯងធរសម្រាប់ធ្វើខ្លួនឯងឲ្យខ្លួនឯងជាទីស្រឡាញ់ទី1គឺមិនបោះបង់ខ្លួនចូលទៅក្នុងអំពើអបាយមុខហើយអបាយមុខញោមក៏បានជ្រាបអនុថែប្រែឲ្យស្ដាប់ផ្លូវដែលនាំឲ្យទៅកន្លែងវិនាសស្រីស្រាលបែងបាបគំនិតមិនមែនធរនឹងប៉ះតែប្រុសទេណាញោមស្រីក៏ប៉ះដែរតិចទៅលឺស្រីស្រាលបែងឯងអត់មានអត់ទេប្រុសស្រាលបែងបាបប្រមិតណែញោមប៉ះទាំងអស់គ្នាហ្នឹងណាញោមបើបណ្ដោយខ្លួនឲ្យទៅក្នុងអបាយមុខហ្នឹងអ្វីក៏ដោយមិនងើបទេដូចជាសុរាថ្ងៃនេះចូលឆ្នាំចិនខ្មែរសវឹងគ្រប់ភូមិសវឹងគ្រប់កន្លែងហើយដួលក៏ដួលសឹងគ្រប់កន្លែងដែរម៉ូតូញោមអញ្ចឹងបណ្ដោយខ្លួនឲ្យទៅជាមួយអបាយមុខហ្នឹងវាវិនិច្ឆ័យខ្លួនឯងអត់ស្រឡាញ់ខ្លួនឯងស្រាលបែងបាបគំនិតគឺជាហេតុមួយនាំឲ្យវិនិច្ឆ័យព្រះព្រះអង្គផ្ដាំយើងព្រះអង្គសម្ដែងធម៌ប្រាប់យើងឲ្យយើងហ្នឹងកុំឲ្យវិនិច្ឆ័យឲ្យយើងហ្នឹងស្រឡាញ់ខ្លួនឯងញោមអើយញោមចិត្តក្រែអត់មានលឺមាត់គេសោះអត់មាត់អញ្ចឹងចេះមកចិត្តក្រែដែរហើយអ្នកឆ្លើយនៅឆ្ងាយនោះគាត់ខំឆ្លើយអោញោមចិត្តក្រែហើយឥឡូវញោមគិតមើលធ្វើខ្លួនឯងឲ្យជាទីស្រឡាញ់កូនយើងកាលណាស្ដាប់យើងស្រឡាញ់ហើយស្ដាប់ពាក្យទូលមានយើងណាញោមតែបើអត់ស្ដាប់ទូលមានយើងពាក្យពេចន៍របស់យើងអត់ស្រឡាញ់ទេចេះអត់ស្រឡាញ់កូនដែរខ្លួនឯងពាក្យចាស់ថាម៉េចបើស្រឡាញ់ខ្លួនឲ្យស្ងួនចំណៃអញ្ចឹងឯងញោមហើយអាចារ្យឆឹងកានក៏ថាអញ្ចេះទឹកស្អុយទឹកជ្រាំផ្សំបានជាជីក្របស្វាយចន្ទទីលីងទទួលភ្ញៀវតក់ត្រីស្អុយត្រីហើមផ្សំបានជាប្រហុកធរនៅនឹងមុខសំកុកដល់ណានេះអាចារ្យឆឹងកានក៏ថាអញ្ចឹងញោមត្រីស្អុយត្រីហើមរបស់ស្អុយសោះរបស់ហើមសោះធ្វើប្រហុកហើយដល់ប្រហុកយកមកច្រាមដាក់ឲ្យឆ្ងាញ់ដាក់មួយស្វាយទៀតឆ្ងាញ់លើសដើមនិយាយថ្មហ្នឹងស្អីចេញទឹកមាត់ត្រីស្អុយត្រីហើមគេធ្វើប្រហុកបានញោមមើលទឹកស្អុយទឹកជ្រាំផ្សំបានធ្វើជាជីដាក់ដំណាំល្អខ្លះមនុស្សអាក្រក់មនុស្សល្អមនុស្សសមមនុស្សខ្មៅគួរណាស់ផ្សំឲ្យសេចក្តីនោះទៅជាបានជាប្រយោជន៍ខ្លះផងដែរមែនទេញាតិញោមឥឡូវថាតាមលោកមួយកុំមុខជូរពេកនោះមកថាតាមលោកទាំងអស់គ្នាណាញោមណាញោមណាមិនថាសូមឲ្យយប់នឹងសម្រានកុំលក់ទល់ភ្លឺលោកអើយដាក់ទំនាយចឹងត្មងដែរឲ្យថាតាមលោកទឹកស្អុយទឹកជ្រាំមិនសូវស្រស់គ្នាសោះម្ដងទៀតទឹកស្អុយទឹកជ្រាំផ្សំបានជាជីក្របស្វាយចន្ទីលីងទទួលភ្ញៀវតោកត្រីស្អុយត្រីហើមផ្សំបានជាប្រហុកធរនៅនឹងមុខមើលថែមើលអ្នកថែមកអស់មើលឡើងកន្លែងហ្នឹងធរនៅនឹងមុខ
ตะมกเตียนตีตักโลกอัฐาตักสมกอกดอลน่าใครน่ะอดไทม์ตีอดไทม์เห็นไทม์มั้ยโยมđó chăm đấy phần đắng nhóm chăm ấy chăm mà linh này này chăm ở lý nhỉ chẳng khổng đây nâng thả mà trong sở lánh khuôn ai nhá nhóm còn khoal rương cỏ bê rương khmau rương tiệp rương pua khoal chẳng à cả để khoal rương ta con mà đòi khuôn cho môi nâng bài giờ một anh đâu thay bị trẻ tì pì bày mấy con phơi khuôn ấy khôi trồm bơ cọ âm bơ cọ phơi tới việc khôi khuôn ấy khôi kết tự vô tiền mẹ đấy nghe điều mẹ khôi khuôn ấy khôi kết tự vô khôi kê mua bắn tài mình men ẩm bơ cọ phơi hai kê mình khơi ọt bà bé nó nhổm miền nhiệt nhôm khla nấu một kỳ trong bon ơi bon sal ơi sal xóm ơi xóm còi nón phơi tập bạc chưa thấy bàn phơi bạc còi nón miền Việt Nam đắng còn oi từ lô phải cha đắng vào chọp á tê tôi bay nhôm nơi càng còi nón mà mình đắng nhôm na mình đắng co ẩm pơ nô vềត្រូវតែអំពើបាបទៅជាមួយគ្នាបាត់ទៅហើយអញ្ចឹងណាញោមបើស្រឡាញ់ខ្លួនកុំពួនធ្វើបាបណែទីអាចារ្យឆឹងកានក៏ថាអញ្ចេះទៀតលើកអាចារ្យឆឹងកានទៀតបានបនដល់គាត់គាត់ស្លាប់បាត់ទៅញោមតើលើកពាក្យគាត់ទៅគាត់បានចំណែកបនឲ្យចែកជូនញោមគាត់បានទុកពាក្យទូលមានល្អគាត់ថាបើស្រឡាញ់ប្រពន្ធក៏មកធន់ជាងម៉ែបើស្រឡាញ់គេក៏មកធន់ជាងខ្លួនបើស្រឡាញ់កូនក៏បើស្រឡាញ់ឪពុកត្រូវតែធន់ជាងកូនបើស្រឡាញ់ខ្លួនកុំពួនធ្វើបាបណែគាត់ថាអញ្ចឹងញាតិញោមអញ្ចឹងបើស្រឡាញ់ខ្លួនរបស់គាត់របស់យើងកុំពួនធ្វើបាបពួនធ្វើក៏ទៅបាបមិនពួនធ្វើក៏ទៅបាបដែរយល់ទេញាតិញោមឥឡូវរូតបន្តិចអនុខែទី1ទី2ស្ដាប់បានថែមប៉ុណ្ណឹងចោះបញ្ញាប់យកបាយចំណុចទី3ចង់ធ្វើខ្លួនឯងឲ្យជាទីគោរពជាទីស្រឡាញ់ខ្លួនឯងគឺមានសតិនិងសម្បជញ្ញៈមិនភ្លេចខ្លួនចំណុចទី4គឺជាអ្នកមានសច្ចៈមិនប្រឆោតមិនបោកមិនបន្លំមិនកុហកមិនភូតមិនផគេហើយនឹងកុហកខ្លួនឯងហើយចំណុចទី5គឺជាអ្នកបំពេញតួនាទីមនុស្សឲ្យបានជាប្រយោជន៍សម្រាប់ខ្លួនឯងយ៉ាងណាប្រកេនទាំង3លើកទី1 2លើកចុងក្រោយ3សរុប5ហើយអញ្ចឹងអនុថែលៃលោកតាមពេលតាមវេលាឲ្យមើលមុខយាយផងតាមុខរីកទេវែងទៅតាមុខកញើឆាប់ចប់តិចទៅសូមរតនានិមន្តអនុមោទនាថាធុកលឺតិចទៅញោមសាធុតិចបានបនប៉ិនផ្លែកសាំងសាធុខ្លាំងបានប៉ិនចង្អេសាធុលឺជាងគេបានប៉ិនតលេមុខវាំងអនុមោទនាបន្តែបពិតព្រះមហាថែដ៏ចម្រើនញាតិញោមតាមក៏ទៅចង់បានបនប៉ិនតលេមុខវាំងបានសាធុប្រឹងឲ្យលឺហ្នឹងតើអញ្ចឹងបានឱកាសម្ដងទៀតជាលើកទី3ក្នុងការចូលរួមសម្ដែងនៅព្រះសទ្ធម្មវិសេសទេសនាដោយចំណុចទីប្រមាណមិញញោមទី3ទី4ទី5 3ចំណុចហ្នឹងអត់យូរទេមហាថាប្រហែលជា2ម៉ោងអីទេ2ម៉ោងបានទេនឹងបានតែគ្នាញោមតែអាត្មាទៅមុនឡើងអញ្ចឹងត្រង់ប្រការទី3ហ្នឹងឯងគឺជាអ្នកមានសតិសម្បជញ្ញៈមិនភ្លេចខ្លួនឯងញោមមានដែលភ្លេចខ្លួនឯងដែរមានដែលទៅលេងផ្ទះញាតិឯងមកដល់ផ្ទះភ្លេចខ្លួននៅនោះបាត់មានដែលអញ្ចឹងអត់ទេញោមមានដែលសម្រានដល់ពេលងើបទៅស្ទុំងើបទៅដកអីលេងទៅតែចិត្តខ្លួននៅលើក្រែញោមមានដែលភ្លេចទេ
អត់ទេអញ្ចឹងរឿងខ្លួននេះមិនមែនត្រង់នៃដូចយើងភ្លេចរបស់ទេពេលខ្លះយើងទៅស្រែយើងយកចានស្រាក់យើងយកកំបិតយើងយកស្លាបព្រាអីទៅជាមួយពេលស្ទុំបញ្ញាពេកដល់ពេលម៉ោងដាំបាយងើបមករយមកភ្លេចយកពេលញោមមកដល់ផ្ទះបើញោមរឺនទ្រុងងាប់អញភ្លេចយកចានបាយមកភ្លេចយកស្លាបព្រាមកហើយពេលដែលញោមដើរទៅយកវិញប្រើពេលកន្លះម៉ោង1ម៉ោងជឿខាតអត់ខាតតែមិនខាតចុះយើងភ្លេចខ្លួននៅក្នុងទីនេះសំដៅលើអីស្គាល់ខ្លួននៅខ្លួនអើយខ្លួនមើលកន្លែងណាចង្អុលតិចមើលខ្លួននៅកន្លែងណាចង្អុលមកណោះលោកយាយចង្អុលឯនេះដើមទ្រូងហោះណាទៀតទាំងអស់ហ្នឹងហ្មងមករោងបនហ្នឹងតែខ្លួនណាមហាថៃណាខ្លួនមហាថៃឡើងភ្នែកហ្នឹងឲ្យខ្លួននោះពាក្យថាខ្លួនសំដៅទៅយកនាមធម៌និងរូបធម៌ដែលប្រព្រឹត្តចូលគ្នារួមផ្សំគ្នាប្រកបដោយធាតុ4បថវ័យតេជោវាយោអបោប្រកបទៅដោយបញ្ចក្ខន្ធ5រូបវេទនាសញ្ញាសង្ខារវិញ្ញាណហើយមានទាំងអាការៈទាំងឡាយ32ទៀតបូករួមចូលគ្នាទាំងអស់ទាំងនាមធម៌ទាំងរូបធម៌ដែលប្រព្រឹត្តទៅព្រមជាមួយគ្នានឹងហៅថាខ្លួនបើយើងនិយាយទៅតាមអត្ថឲ្យជ្រៅជាងនឹងទៅទៀតលោកសំដៅទៅយកសភាវៈដែលសោយសុខសោយទុក្ខហៅថាខ្លួនសុខខាងចៈទុក្ខខាងចៈអតតិខាតតិតិជាអត្តាធម្មជាតិឯណាដែលទំពាស៊ីនៅសុខផងនៅទុក្ខផងលោកឲ្យឈ្មោះហៅថាខ្លួនប៉ុន្តែនិយាយរឿងហ្នឹងវាពិបាកយល់ឥឡូវយើងនិយាយអំពីបញ្ញត្តិកម្មព្រោះពាក្យថាខ្លួនបើយើងនិយាយទៅតាមបរមត្តអត់មានកន្លែងណាខ្លួនទេលើទេញាតិញោមបើយើងនិយាយទៅតាមបរមត្តបរមត្តវោហាអត់មានកន្លែងណាខ្លួនទេយើងចង្អុលរកកន្លែងខ្លួនអត់ឃើញទេចង្អុលកន្លែងណាលោកយាយកលោកយាយខនឹងអត់ខ្លួនអត់ចង្អុលកន្លែងណាចំតិចមិនមែនខ្លួនទេចំផ្ពាល់មិនមែនខ្លួនទេចង្អុលចំដៃមិនមែនខ្លួនទេចង្អុលចំជើងក៏មិនមែនខ្លួនដែរអាហ្នឹងបរមត្តវោហាលោកថាមិនមែនជាតួធាតុមិនមែនជាសត្វមិនមែនជាបុគ្គលវាជាបរមត្តសច្ចៈប៉ុន្តែយើងនិយាយទៅតាមលោកយៈបញ្ញត្តិទៅតាមការបញ្ញត្តិទៅតាមលោកវោហារបស់យើងហៅថាខ្លួនសំដៅទៅលើតួខ្លួនសំដៅទៅលើការរួមផ្សំនៅនាមធម៌និងរូបធម៌នឹងឯងចុះឥឡូវយើងនិយាយអំពីការមិនភ្លេចខ្លួនជាអ្នកដែលមាននៅសតិសម្បជញ្ញៈជាអ្នកមិនភ្លេចខ្លួនឯងអ្នកណាមានសតិគឺការរលឹកដឹងខ្លួននិងសម្បជញ្ញៈការដឹងថាខ្លួនយ៉ាងណានោះអ្នកនឹងអត់ចេះភ្លេចខ្លួនទេញោមឥឡូវយើងមើលយើងកន្លងនៅវ័យតាំងអំពីបឋមវ័យមជ្ឈិមវ័យហើយចូលដល់បច្ឆិមវ័យនេះញោមមានដែលភ្លេចខ្លួនកាលពីបឋមវ័យហើយមជ្ឈិមវ័យទេញោមមានដែលភ្លេចទេបើភ្លេចអស់ហើយបើយើងនិយាយអំពីរូបដែលវាកន្លងទៅហ្នឹងកន្លងរាប់ម៉ឺនរាប់សែនរាប់កោតរូបទៅហើយព្រោះរូបថ្ងៃហ្នឹងវាមិនមែនជារូបម្សិលមិញរូបម្សិលមិញមិនមែនជារូបថ្ងៃហ្នឹងរូបថ្ងៃហ្នឹងក៏មិនមែនជារូបថ្ងៃស្អែកដែរអញ្ចឹងនិយាយឲ្យដល់ទៅគឺតួខ្លួនរបស់យើងត្រូវកើតស្លាប់ជារៀងរាល់ពេលជារៀងរាល់ខណៈនឹងឯងចុះយើងមានភ្លេចខ្លួនទេការដែលកន្លងមកអាយុពី10ឆ្នាំមក20មក30ឆ្នាំពេលនោះយើងរវល់ជាមួយនឹងការងារអត់មានបានបំពេញនៅសេចក្តីល្អអីទេមកដល់មជ្ឈិមវ័យរវល់តែរកស៊ីសន្សំទ្រព្យសម្បត្តិចុះដល់ពេលចាស់ស្រាប់តែញាតិញោមអត់មានបុណ្យអីមកក្របដល់ពេលដកចកាមន់ងើតបានតាំងរកអាចារ្យរកលោករកបបត់រកពុទ្ធរូបយកមកចងឲ្យព្រាតពេញផ្ទះពេលហ្នឹងអ្នកហ្នឹងភ្លេចខ្លួនទេញោមភ្លេចខ្លួនឯអត់បើកាលពីមុនអត់មានខ្វល់រឿងទានសិលភាវនាអីសោះឯងចាស់ទៅអង្គុយតែបោកឆ្នាំទៅមួយឆ្នាំឡើងមួយឆ្នាំមួយឆ្នាំឡើងមួយឆ្នាំមួយឆ្នាំឡើងមួយឆ្នាំភ្លេចតិច70ភ្លេចតិច80ដល់ងាកមើលអាយុច្រើនតែដល់មើលគុណធម៌សេចក្តីល្អអីអត់មានសោះអញ្ចឹងបានន័យថាអ្នកហ្នឹងវាភ្លេចខ្លួនអត់ដឹងតែខ្លួនឯងកំពុងតែដើរជាមួយអនិច្ចំទុក្ខំអនត្តាទេ
ព្រោះអត់ដឹងថាខ្លួនឯងកំពុងតែដើរជាមួយនឹងភាពមិនទៀងភាពជាទុក្ខមិនមែនជារបស់ខ្លួនរវល់តែស្រវឹងរវល់តែវង្វេងងប់ងុយជាមួយនឹងបញ្ចកាមគុណកើតមករវល់តែស្រវឹងជាមួយនឹងអ្វីអ្វីទាំងអស់នៅក្នុងលោកនេះរវល់តែសប្បាយជាមួយនឹងភាពមានបានរវល់តែសប្បាយជាមួយនឹងការតបតែងខ្លួនរវល់តែសប្បាយជាមួយនឹងការរកស៊ីរវល់តែសប្បាយជាមួយនឹងសាច់ញាតិបងប្អូនភ្លេចសេចក្តីល្អដល់ពេលសង្គ្រាមមកចូលមកដល់តាំងចាប់ដើមរកអីជាទីប៉ឹងដល់ពេលរកអត់មានលេងអញ្ចឹងបានន័យថាពេលដែលកន្លងទៅមិនបានសេចក្តីល្អអីទាំងអស់នោះគឺជាពេលដែលយើងត្រូវភ្លេចខ្លួនឈប់ភ្លេចខ្លួនហើយនៅខ្លួនអញមកថែមុខជួអីចប់ហ្មងទៅចាស់មុខជួយនៅចាស់ញឹមតិចទៀតទៅបាទញឹមចេញធ្វើមាត់ស្ញែងក៏អាត្មាមិនថាអីដែរតើអញ្ចឹងនេះត្រង់នេះថាយើងនឹងត្រូវមានសតិឲ្យដឹងថាយើងពេលនេះជាអីមិនមែនជាសត្វទេលឺទេញោមសត្វណាវាជាសត្វវារស់នៅអាយុប៉ុណ្ណាក៏អត់ប្រយោជន៍ដែររស់នៅអាយុ10ឆ្នាំអាយុ20ឆ្នាំអាយុ30ឆ្នាំវាចម្រើនតែសាច់ទេចម្រើនតែអាយុទេតែបញ្ញារបស់វាចម្រើនអត់ចុះបើសិនជាយើងជាមនុស្សនេះយើងបែរទៅជាអត់មានសតិអត់មានសព្វបច្ចញ្ញៈអត់ដឹងថាខ្លួនឯងជាមនុស្សស្រាប់តែបរិភោគនៅអាហារបិណ្ឌបាតប្រើប្រាស់សម្ពុតត្រៃចីវរសម្លៀកបំពាក់ប្រើប្រាស់ផ្ទះសម្បែងប្រើប្រាស់ថ្នាំសង្កូវកែរោគគ្រាន់តែឲ្យរស់ហើយដេកហើយបរិភោគហើយដេកទៀតយើងគិតពិចារណាមើលដែលអត់មានគុណធម៌អត់មានសេចក្តីល្អអត់មានចម្រើនបញ្ញាក្នុងការយល់ដឹងអំពីសភាវៈពិតនៃជីវិតនោះតើជីវិតយើងអញ្ចឹងវាខុសអីពីសត្វគោសត្វក្របីណាញោមណាក៏អត់ខុសគ្នាទេបានន័យថាយើងចម្រើនតែសាច់ដដែលនោះចម្រើនតែអាយុដដែលនោះហើយសាច់របស់យើងនោះវាអន់ជាងសាច់គោសាច់ក្របីផងណាញោមណាសាច់គោសាច់ក្របីវាចម្រើនដូចជាជ្រូកដូចជាអីចម្រើនដល់ពេលឆេងម៉េងចំណេញលាន់រួចចុះសាច់មនុស្សវិញថតទៅលុកអ្នកណាដែលអូយវាសាច់ទៅលុកអញ្ចឹងបើសិនតែកាប់ដាក់បបរគ្រឿងឆ្ងាញ់ហ៎វិញដែលនេះដូចមហាផាដូចអាត្មាឯនេះឃើញសាច់ល្អអញ្ចឹងស្មានតែត្រូវប៉ាន់អត់មានត្រូវប៉ាន់កន្លែងណាទេញោមលើសឈាមក៏មានឡើងជាតិខ្លាញ់ក៏តែមានទឹកនោមផ្អែមស្រួលមហាថែមានទៀតចឹងបានប្រយោជន៍អីសាច់ឡើងឈាមឡើងនោះញោមណាព្រោះឲ្យឡើងបញ្ញាឲ្យឡើងគុណធម៌ដែលយើងថាខ្លួនជាអ្នកមានសតិមានសព្វបច្ចញ្ញៈមានការរលឹកហើយមានការដឹងខ្លួនដឹងតែខ្លួនឯងជាមនុស្សត្រូវប្រព្រឹត្តនៅអ្វីដែលជាគុណធម៌របស់មនុស្សណាញោមណាមនុស្សអត់មនុស្សមនុស្សពាក្យថាមនុស្សណាញោមឲ្យន័យដោយខ្លីថាមកអំពីមនៈធាតុនិងឧស្សបច្ច័យប្រែមកថាអ្នកដឹងនៅហេតុគួរនិងហេតុមិនគួរករណងមនៈតិជានិតិតិជាមនុស្សសោជាណូជនឯណាដែលដឹងនៅហេតុគួរផងដឹងនៅហេតុមិនគួរផងលោកឲ្យឈ្មោះហៅថាមនុស្សតែបើសិនជាអ្នកណាជនណាដែលមិនដឹងនៅហេតុគួរមិនដឹងនៅហេតុគួរអត់ដឹងអីទាំងអស់អាហ្នឹងគេហៅមនុស្សណាញោមណាមនុស្សមកអំពីមនៈធាតុនិងអិសៈអ្នកបកាយចំណែនអាហ្នឹងគេហៅមនុស្សអ្នកណាបកាយឆ្លោះគេហៅមនុស្សអ្នកណាបកាយខាងចងគំនុំគុំគួនអាហ្នឹងគេហៅមនុស្សអញ្ចឹងសូមឲ្យញាតិញោមមានសតិមានសព្វបច្ចញ្ញៈកុំជាអ្នកភ្លេចខ្លួនឡើយត្រង់ប្រការទី4ទីប្រមាណត្រង់ប្រការទី4ជាអ្នកមាននៅសច្ចៈមិនបញ្ឆោតខ្លួនឯងមិនកុហកមិនបោកប្រាស់ខ្លួនឯងញោមដែលភូតខ្លួនឯងដែរញោមដែលភូតខ្លួនឯងឯងថ្ងៃសៅរ៍ស្អែកអញ្ចឹងគេបបួលយាយអើយទៅវត្តទេទៅខ្ញុំដែរខានដល់ពេលស្អែកឡើងអត់បានទៅហងអាហ្នឹងភូតអ្នកណាហ្នឹងនឹងជាអ្នកបោកបញ្ឆោតខ្លួនឯងជាអ្នកកុហកខ្លួនឯងទាំងរហូតដល់ថ្នាក់ខ្លួនឯងប្រព្រឹត្តធ្វើអំពើអាក្រក់ហើយគេប្រាប់ថាខុសហើយអត់ទទួលស្គាល់ទៀតអាហ្នឹងក៏កុហកខ្លួនឯងដែរត្រង់ទី5គឺបំពេញនៅតួនាទីជាមនុស្សបំពេញនៅតួនាទីជាមនុស្សដើម្បីឲ្យខ្លួនឯងជាទីគោរពរបស់ខ្លួនឯងបំពេញតួនាទីខ្លួនជាមនុស្សឲ្យទៅជាមនុស្សមានប្រយោជន៍កើតមកក្នុងស្រុកក្នុងភូមិគេណាឲ្យគេពឹងពាក់អាស្រ័យយើងបានផងញោម
ก็កុំឲ្យទៅជាមនុស្សអត់ប្រយោជន៍រកអ្នកដតីពឹងអីមិនបានណាល្អត្រង់ដែលថាយើងចេះធ្វើជាទីពឹងដល់ខ្លួនឯងហើយធ្វើជាទីពឹងរបស់អ្នកដតីហើយជាមនុស្សដែលនៅរស់ហើយជាមនុស្សដែលមិនស្លាប់តែបើសិនជាធ្វើឲ្យមនុស្សខ្លួនឯងរស់ស្លាប់ទាំងរស់ហើយស្អុយទាំងស្រស់អានឹងចប់ហើយញោមព្រះអង្គសម្ដែងថាអ្នកសិយាលោកវត្តនោកុំឲ្យរស់នៅធ្វើជាមនុស្សចង្អៀតលោកមិនមែនចង្អៀតលោកនៅវត្តទេចង្អៀតលោកក្នុងសង្គមមនុស្សដូចគ្នាហ្នឹងហើយញោមដែលឃើញមនុស្សយើងខ្លះតែខ្លួនឯងមួយទេប៉ុន្តែគេភ័យមកភូមិខ្ញុំដែលឃើញហ៎មិនអត់មាត់ហ្នឹងមិនអត់ដែលឃើញតិចសោះតែមួយទេនៅក្នុងភូមិហ្នឹងគេភ័យបបាក់ទៅដល់ប៉ូលីសបបាក់ទៅដល់សមត្ថកិច្ចគេធ្វើបន់ចឹងមានបាសមានវីដេអូមានកុនមានអីចឹងឃើញមួយនឹងមកម្ចាស់ដើមបន់ភ័យលាន់ហើយដល់ទៅពេលគេចាប់បាត់ម្នាក់ជួយអូយលោកអើយលោកប៉ូលីសអើយសូមឲ្យយកវាទៅនឹងកុំលែងវាមកវិញអសោះហើយបើយើងធ្វើជាមនុស្សតាមមានតម្លៃអីអញ្ចឹងញោមអាត្មាឃើញស្រុកអាត្មាមានចឹងដែរញោមអូគេអួតគេសត្វតែគេនឹងជន់ផ្អៀងមកភូមិអូតែជន់ផ្អៀងមកភូមិធ្វើបន់ឯណាម្ចាស់ដើមបន់ប្រាប់ប៉ូលីសឲ្យចាំមើលតែអាហ្នឹងទេខ្លាចវាយបងប្អូនគេខ្លាចបង្កផលវិបាកទៅដល់កម្មវិធីបន់របស់គេហើយគេថាគេជន់ផ្អៀងមកភូមិហើយចេះគ្រាន់បើដែរចេះអួតទៅកើតដែរណាញោមណាគេបន់ងាប់សោះហ្នឹងជឿអត់ញោមព្រោះគេបន់ងាប់មនុស្សអញ្ចឹងគេហៅមនុស្សចង្អៀតលោកអញ្ចឹងយើងធ្វើជាមនុស្សល្អអ្នកសិយាលោកវត្តនោកុំរស់នៅជាមនុស្សចង្អៀតលោកឲ្យរស់នៅឲ្យគេពឹងពាក់អាស្រ័យដល់យើងបានក៏សរុបទៅនៃទាំងអស់ហ្នឹងគឺថាយើងទាំងអស់ជាអ្នកកសាងដោយខ្លួនឯងទេអត់មានអ្នកណាមកកសាងជំនួសឲ្យបើយើងធ្វើឲ្យខ្លួនឯងអន្តរាយគឺយើងទេជាអ្នកបំផ្លាញដោយខ្លួនឯងគ្មានអ្នកណាមកជន់បលិចយើងគ្មានអ្នកណាមកបំផ្លាញយើងឡើយក្នុងពុទ្ធសាសនាពនាមកាសបៈមានសទ្ធិបុត្រ4នាក់ញោមអាត្មាលើករឿងហ្នឹងបន្តិចដើម្បីប្រគេនទៅព្រះមហាថែវវិញបន្តិចឯងញោមកុំមុខជូចង់ស្ដាប់ទេឲ្យតែញោមចង់មហាថែមិនចង់ក៏ហីទៅតែញោមចង់ឲ្យ3ម៉ោងទៀតក៏ទៅបានដែរមែនទេញោមមិនបាច់មើលកុនទេបាទនៅក្នុងពុទ្ធសាសនានៃពុទ្ធពនាមកាសបៈក្នុងការនោះមានសទ្ធិបុត្រ4នាក់សទ្ធិបុត្រ4នាក់ហ្នឹងជាមនុស្សមិច្ឆាទិដ្ឋិនៅពេលដែលម្ដាយឪពុករបស់សទ្ធិបុត្រទាំង4នាក់ហ្នឹងស្លាប់បាត់បង់ជីវិតទៅក្នុងត្រកូលគេម្នាក់បានប្រាក់40កោណគេទាំង4នាក់ហ្នឹងគេជុំគ្នាគេវិភាសាគ្នារកតម្លៃរបស់ទ្រព្យសម្បត្តិដែលម្ដាយឪពុកគេសន្សំឲ្យហ្នឹងហើយពេលហ្នឹងគេឃើញបរិស័ទទាំងអស់គ្នានាំគ្នាដាំបាយយកទៅប្រគេនចំពោះព្រះសម្មាសម្ពុទ្ធពនាមកាសបៈនិងសាវករបស់ព្រះអង្គ 20000 អង្គហើយអាយុរបស់មនុស្សកាលនោះអាយុ 20000 ឆ្នាំហ្នឹងញោមអាយុ 20000 ឆ្នាំវែងឯខ្លីយើងរាល់ថ្ងៃអ្នកណាបាន89 90វែងតាមពិតណាតាំងពីសម័យពុទ្ធពនាមកាសបៈអាយុមនុស្ស 20000 ឆ្នាំហ្នឹងញោមសទ្ធិបុត្រ4នាក់ហ្នឹងពេលដែលគេឃើញមនុស្សម្នាបរិស័ទទាំងអស់នាំគ្នាដាំបាយយកទៅថ្វាយចំពោះពុទ្ធពនាមកាសបៈទូសពលនិងអគ្គសាវកនាំគ្នាតេះដៀលគេអូយអ្នកទាំងអស់គ្នានឹងឈួតមានទ្រព្យមានសម្បត្តិមានបាយទឹកមិនទុកបរិភោគប្រើប្រាស់ខ្លួនឯងទេយកទៅប្រគេនសមណៈតងោលអស់នឹងអត់ប្រយោជន៍បានប្រយោជន៍អីនោះយកទៅឲ្យលោកអស់នឹងឆាន់ដល់ហើយគេសួរគ្នាថាចោះទ្រព្យសម្បត្តិរបស់យើងដើម្បីឲ្យទ្រព្យសម្បត្តិមានប្រយោជន៍នោះតើទ្រព្យសម្បត្តិគួរចាត់ចែងយ៉ាងណាបានគេថាទ្រព្យសម្បត្តិដែលមានប្រយោជន៍ទី1យកទៅទិញស្រូវសាលីល្អយកមកដើម្បីធ្វើជាអាហារដាំបាយបរិភោគឲ្យឆ្ងាញ់មាត់អានឹងទ្រព្យសម្បត្តិមានប្រយោជន៍
មួយទៀតយកទៅទិញសូរ៉ានិងគ្រឿងក្លែមដើម្បីផឹកដើម្បីសប្បាយមួយទៀតគេយកទ្រព្យសម្បត្តិយកទៅទិញកូនកំមុំរបស់អ្នកស្រុកដើម្បីបំពេញនៅសេចក្តីសប្បាយរបស់ខ្លួនគេថាទ្រព្យសម្បត្តិយកទៅចាត់ចែងអញ្ចឹងទៅទ្រព្យសម្បត្តិហ្នឹងមានប្រយោជន៍មានន័យមានខ្លឹមសារគេប្រព្រឹត្តអញ្ចឹងអស់ 20000 ឆ្នាំញោម 20000 ឆ្នាំមិនតិចទេបាបក៏គួរសមដែរណាញោមណាអស់ 20000 ឆ្នាំគិតមើលដល់ទៅពេលស្លាប់ទៅញោមសាកទាយមើលទៅលើទៅក្រោមទៅក្រោមឯទៅលើទៅក្រោមចង់ទៅក្រោមអត់ហ្នឹងហើយឲ្យច្បាស់អញ្ចឹងឡើងមិនទាន់ល្ងុយទេមហាថានៅឆ្លើយត្រូវច្បាស់ទាំងអីស្លាប់ទៅកើតនៅក្នុងអវជ័យមហានរកទៅកើតនៅក្នុងទឹកផ្ទះតុងដែងទឹកផ្ទះតុងដែងហ្នឹងណាគ្រាន់តែដែតពីមាត់ទឹកខាងលើទៅបាតផ្ទះខាងក្រោមចំនួន 30000 ឆ្នាំដែតពីក្រោមមកវិញមកដល់មាត់ផ្ទះខាងលើ 30000 ឆ្នាំ 30000 ឆ្នាំបូកជាមួយ 30000 ឆ្នាំប្រមាណ 10000 ឆ្នាំញោមដល់ 60000 ឆ្នាំបូកលឿនណាស់មកពីធ្លាប់លក់មាន់ទៅ60000 ឆ្នាំទទួលរងតែសេចក្តីទុក្ខលំបាកវេទនារកតែពេលពោលប្រាប់ថាខ្លួនឯងបានលំបាកយ៉ាងនេះអត់បានទេញោមពេលដែលសត្វនរកមួយដាច់មកដល់មាត់ផ្ទះខាងលើចង់ពោលបានតែទុកមួយម៉ាត់សត្វនរកទី2ពោលបានតែសាក់មួយម៉ាត់សត្វនរកទី3ពោលបានថាអ្នកមួយម៉ាត់សត្វនរកទី4ពោលបានថាសោមួយម៉ាត់នៃសេចក្តីហ្នឹងព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើងព្រះអង្គលើកឡើងមកខៃសេចក្តីដើម្បីបង្ហាញឲ្យសត្វលោកទាំងអស់ហ្នឹងយល់ថាតើសត្វនរកទាំង4នាក់ហ្នឹងចង់បានន័យថាម៉េចពេលដែលដឹងខ្លួនតែខុសហើយត្រង់ន័យថាទុហ្នឹងមានន័យថាទុជីវិតជីវមហាយេសណោអ្នកទទាមហសេវជ្ជមាននេសុហោកេសុទីបាំងនីកម្មហអត្តណោបានន័យថាយើងទាំងឡាយមានជីវិតរស់នៅដល់លិមួកដល់ថោកទាបបានមកដល់ហើយការដែលយើងមានភោគសម្បត្តិយើងមិនបានធ្វើនៅសេចក្តីល្អអ្វីឡើយអត់បានធ្វើបុណ្យកុសលអ្វីសោះហើយនឹងសត្វនរកទី1គេដឹងខ្លួនគេពោលថាអញ្ចឹងណាញោមណាសត្វនរកទី2ដែលពោលថាស័កក្នុងន័យដែលថាស័កសភ័យវស័កសហសានិបរិបណ្ណានិសពសោនិរយេបច្ចមាណានកុទាអន្តោនេអន្តោភវិសតិបានន័យថាយើងទាំងឡាយមានផលនៃបាបកម្មចំអិនហើយនៅក្នុងឋាននរកនេះអស់ 60000 ឆ្នាំមិនលើសមិនខ្វះតើពេលណាទៅទើបយើងមានទីបំផុតនៃសេចក្តីទុក្ខអានឹងសត្វនរកទី2ណាញោមណាញោមស្ដាប់ហើយកុំចាំទៅដល់ពេលហ្នឹងបានពោលអញ្ចឹងលើទេញោមត្រង់ទី3សត្វនរកទី3គេពោលថាអ្នកក្នុងន័យដែលថាអ្នកទេអត្តណោកុតោអន្តោនៃអន្តោបតិសតិតតិហេបកតាំងបាបាំងតតិហេបកតាំងបាបាំងមតមហញ្ចមេរិស័កបានន័យថាទីបំផុតនៃសេចក្តីទុក្ខរបស់ពួកយើងនឹងមិនមានឡើយតើយើងមានទីបំផុតនៃសេចក្តីទុក្ខពីណាមកបើការដែលយើងនៅជាមនុស្សមិនបានបំពេញនៅសេចក្តីល្អអ្វីសោះហ្នឹងសត្វនរកទី3សត្វនរកទី4ដែលពោលថាសោក្នុងន័យដែលថាសោហាំងនោះអ្នកអិតោគន់ស្វាយោនឹងលទ្ធាអ្នកមានសង្វៈតេញុសីលសម្បណ្ណោកាហាមិកុសលੰពហុងគេពោលថាបើខ្ញុំបានរួចអំពីឋាននរកនេះទៅខ្ញុំកើតទៅជាមនុស្សម្ដងទៀតខ្ញុំនឹងបានធ្វើអំពើល្អមានតែទានសិលនិងភាវនានេះហើយទើបជាទីពឹងរបស់សត្វលោកពិតប្រាកដស្ដាប់បានទេញោមហើយឡូវពេលនេះយើងគួរគិតយ៉ាងម៉េចចាំដល់ទៅកើតនៅក្នុងនរកហើយចាំពលឬក៏យើងត្រូវកែខ្លួនពេលនេះឲ្យហើយញោមមកសត្វនរកហ្នឹងសពថ្ងៃអត់ទាន់រួចពីនរកហ្នឹងមកទេនៅកើតនៅក្នុងទឹកផ្ទះតុងដៃហ្នឹងមានទាន់ងើបរួចទេណាដោយទោសមិច្ឆាទិដ្ឋិញោមដោយសារតែជីវិតរស់នៅមិនបានគោរពមកលើខ្លួនឯងនោះ
រស់នៅវាបានត្រឹមតែមួយជីវិតរស់នៅហើយប្រព្រឹត្តធ្វើនៅអំពើអាក្រក់យកខ្លួនឯងទៅបោះចូលនៅក្នុងអំពើអបាយមុខធ្វើខ្លួនឯងឲ្យខូចព្រោះតែអំពើទុច្ចរិតជាអ្នកមិនមានសតិជាអ្នកមិនមានសព្វជញ្ញៈមិនមានសច្ចៈមិនមានការដឹងខ្លួនជាដើមក្តីនោះឃើញទេញោមចាំទៅពោលហ្នឹងគេទៅអីញោមអីចាំទៅហ្នឹងទៅអីព្រោះយើងមើលនេះសត្វនរកទី4ថាប្រសិនបើខ្ញុំបានកើតជាមនុស្សម្ដងទៀតខ្ញុំនឹងធ្វើល្អឲ្យបានច្រើនមានតែទានសិលភាវនាជាទីពឹងរបស់សត្វលោកសូម្បីតែទៅកើតនរកហើយបានដឹងតើបានប្រយោជន៍អីណាញោមណាដោយការដែលគ្រូឧបជាយាចាម្ដាយឪពុកលោកទេសនាទូមានព្រានបដៅថាកុំឲ្យលួចទ្រព្យគេក៏ចាប់បានយកទៅដាក់គុកហើយអត់ជឿដើរប្លន់គេបានទ្រព្យសម្បត្តិមកចាយវាដល់ពេលគេចាប់បានយកទៅដាក់គុកហើយបានពោលថាដឹងខ្លួនខុសហើយគេឲ្យចេញមកឯងញោមព្រោះដោយសត្វនរកអីអញ្ចឹងតើពេលណាបានមកកើតជាមនុស្សវិញបើពេលនេះអត់ទាន់រួចផងអញ្ចឹងសូមឲ្យញាតិញោមទាំងអស់គ្នារស់នៅកុំបោះបង់ខ្លួនឯងចោលធ្វើខ្លួនឲ្យជាទីគោរពឲ្យជាទីស្រឡាញ់របស់ខ្លួនឯងជាពិសេសធ្វើខ្លួនកុំឲ្យស្លាប់ទាំងរស់កុំឲ្យស្អុយទាំងស្រស់ណាញោមណាសូមអនុមោទនាខ្ញុំបកណាបច្ចៈនៃសេចក្តីតាមការមើលមុខញាតិញោមមកប៉ុណ្ណេះក៏សមគួរដល់កាលវេលាលើសខ្វះយ៉ាងណាសូមប្រគេនព្រះមហាថេរព្រះអង្គជួយបំពេញបន្ថែមសូមនិមន្តជ្រាបសាធុអនុថេរដ៏មានអាយុបានបញ្ជាក់អត្ថន័យនៅក្នុងសេចក្តីនៃពធគឺធ្វើខ្លួនឯងឲ្យជាទីស្រឡាញ់ជាទីពេញចិត្តសម្រាប់ខ្លួនឯងឥឡូវដល់នឹងចំណុចនេះគឺលែងមានពាក្យសួរទៀតហើយណាញោមណាដល់ត្រូវអាត្មានឹងបញ្ចប់ប៉ុន្តែសូមបញ្ជាក់បន្ថែមបន្តិចចំពោះសេចក្តីដែលអនុថែបញ្ជាក់យើងតម្រាំបានកើតមកមានដៃមានជើងមានមុខមាត់ចេះនិយាយស្ដាប់គ្នាទៅវិញទៅមកបានមិនមែនស្រួលទេណាញាតិញោមអើយមិនស្រួលទេណាពិបាកណាស់បានមកជាមនុស្សយើងសម្លឹងមើលគ្នាយើងប៉ុណ្ណឹងនៅក្នុងរោងបុណ្យយើងថាឥឡូវថាច្រើនហើយឡើងណែនរោងហើយនៅយើងមើលសត្វតូចដូចជាសត្វមូសក្អែបទួយស្អីទាំងអស់ញាតិញោមសត្វទាំងអស់តើមនុស្សមួយណាដែលផ្លាត់ទៅកើតអញ្ចឹងហើយតើមនុស្សដែលផ្លាត់ទៅកើតអញ្ចឹងច្រើនទេតិចញាតិញោមច្រើនណាស់ណាមិនតិចទេណាញោមច្រើនណាស់គោមាន់ទាលាអូតកងានជ្រូកឆ្កែឆ្មាអាហ្នឹងរាប់ជើងសត្វមានជើងអញ្ចឹងបាទសត្វលូនសត្វហោះសត្វហើសត្វវានដីច្រើនទេចឹងមិនដឹងថាមួយណាដែលត្រូវទៅកើតកន្លែងហ្នឹងទៀតទេទាំងអស់ក្នុងរោងហ្នឹងញោមមិនដឹងថាត្រូវដំណើរទៅហ្នឹងមួយណាដែលត្រូវទៅកើតទីហ្នឹងទៀតទេសូមញាតិញោមជ្រាបទាំងអស់គ្នាហើយយើងយកធម៌នេះយកមកគិតហើយធ្វើខ្លួនឯងឲ្យខ្លួនឯងជាទីស្រឡាញ់ផងមិនស្រួលទេញាតិញោមកុំលឺគេថាស្លាប់ទៅឥឡូវទៅចាប់ជាតិជាមួយនឹងនោះហើយនិយាយហ្នឹងតាហ្នឹងឥឡូវទៅចាប់ជាតិជាមួយនឹងនោះហើយគេថាអញ្ចឹងស្រួលហើយយើងក៏មិនដឹងដែរឬគេថាអញ្ចឹងដែរនោះយើងមិនដឹងតែស្លាប់ទៅដើរទៅណាដំណើរទៅណាមួយទៅណាខ្លះគេថាស្លាប់ទៅនោះនាំទៅឋានសួគ៌រាជរដ្ឋអីនោះមិនដឹងអីយើងមិនដឹងដូចគ្នាណាចាំមើលយើងស្លាប់យើងដឹងហើយញោមឥឡូវហ្នឹងយើងឮគេថាអត់ជឿទេមែនទេញោមមែនអត់អាត្មាក៏មិនជឿឮគេថាហ្នឹងដែរហើយក៏ញោមថាអាត្មាក៏អត់ជឿដែរតោះអាត្មាងាប់ដូចគ្នានឹងដឹងដូចគ្នាហើយម្នាក់មុខទាំងអស់នេះទាំងអនុថែទាំងមហាថែទាំងអស់ទាំងយាយទាំងតាទាំងក្មេងទាំងប្រុសស្រីមុខងាប់ទាំងអស់មែនអត់តិចតែនិយាយអាក្រក់ចោះងាប់ហ្នឹងងាប់គឺជាពាក្យសង្ខេបអំពីពាក្យស្លាប់ពាក្យសុគតពាក្យអនិច្ចធម្មពាក្យអនិច្ចកម្មមែនទេញ៉ែនេះពាក្យសោយទីបង្គត់ពាក្យមរណៈពាក្យអីតៃហោពាក្យអីអ៊ីតិពាក្យអីទៀតខ្សិនខ្សៃពាក្យអីទៀតពា
ពាក្យងាប់ហ្នឹងគឺសរុបសង្ខេបបោះពីអស់ហ្នឹងមកសល់ត្រឹមពាក្យងាប់យើងមិនបាច់ចាំភ័យទេគង់ដល់ទេយាយអើយគង់ដល់ទេមិនបាច់ភ័យទេញោមទាំងអស់គ្នាហើយយើងគង់នឹងដឹងថាតើពេលដែលខ្ញុំស្លាប់ខ្ញុំទៅណាដឹងខ្លួនឯងដូចបុត្រសទ្ធិទាំងឡាយ4នាក់អនុថែលើកឡើងបានតែទុស័កអ្នកសោអញ្ចឹងបាទប៉ុណ្ណឹងអញ្ចឹងគង់ដឹងទេហើយអ្វីដែលពេលនោះដែលខ្លួនយើងដឹងអានឹងទៅដល់ពេលហ្នឹងបានយើងភ្ញាក់ខ្លួនឯងហើយបានយើងស្ដាយខ្លួនឯងសូមប្រាប់ញោមអ្នកទៅកើតប្រែតចាំជាតិណាញោមអ្នកទៅកើតនរកក៏ចាំជាតិដែរណាញោមមានតែមកមនុស្សអត់ចាំជាតិទៅទេវតាក៏ចាំជាតិដែរចឹងបើទៅកើតប្រែតភ្លាមយើងចាំជាតិផ្លែតកាលមុនកើតយាយកនៅភូមិហងហេងឃុំបឹងត្រែងខាងត្បូងស្រុកសំរោងខេត្តតាកែវថ្ងៃមុនកើតយាយកយាយងយាយចយាយឆតាងតាងេងតាងងដឹងតាណាខ្លះទេកើតអញ្ចឹងស្រាប់តែដល់ពេលទៅកើតសោយអកុសលទៅកើតប្រែតចាំជាតិញោមណែដល់ចាំជាតិនឹងស្ដាយហើយញោមអើយដល់នឹងញោមស្ដាយហើយណាញោមណាអូកាលនឹងហេតុអីណោះគេទៅបនលាន់មិនឯងទៅគេទៅសុំសិលលាន់មិនឯងទៅសុំគេទៅធ្វើទានលាន់មិនឯងទៅធ្វើគេហ្នឹងដល់ពេលហ្នឹងថាអញ្ចឹងហើយថាបានតែថាទេអត់បានមកវិញទេបានថាប៉ុណ្ណឹងអត់បានមកវិញទេឮទេញោមឮអត់ចឹងកុំឲ្យដល់ពេលហ្នឹងបានថាអញ្ចឹងអត់ប្រយោជន៍ទេញោមសាច់គុកនឹងលបែងវិនិច្ឆ័យតែងចាំប្រព្រឹត្តចោរកម្មគុកចាំទទួលប្រព្រឹត្តមិនសមអារម្មណ៍មិនស្រួលសតិប្រែប្រួលដួលគ្រោះស្រវឹងគួរសាងកុសលតម្កល់ចិត្តកាយរស់ដោយសបាយរសាយកំហឹងកុំឲ្យស្ដាយក្រោយដោយថាមិនដឹងបាបធ្ងន់ដល់ម្លឹងគួរដឹងគួររៀងខ្លួនទីពឹងខ្លួនតាមក្បួនតម្រាព្រះពុទ្ធចែងថាជីវិតមិនទៀងកុំអាងនៅក្មេងវង្វេងនឹងរៀងបញ្ឆិតបញ្ឈៀងព្រៀងរកទោសគេកុំហោះខ្លួនឯងជាក់ស្ដែងឥតស្ដីទោសអ្នកដតីរំពៃធំទ្វេដំរីមួយស្លាប់បាំងនឹងចង្អេចិត្តដែរឬទេគួរពិចារណាញោមអើយឮដែរញោមតើត្រង់ហ្នឹងហើយដែលយើងគួរនឹងវិភាគហើយពិចារណាស្ដាយញាតិញោមកើតមកឲ្យមនុស្សឲ្យទៅវិញប្រែតស្ដាយមែនស្ដាយលេងទេកើតមកជាមនុស្សឲ្យទៅវិញកើតគូវិញស្ដាយញោមកើតជាមនុស្សឲ្យទៅកើតខ្សេះកើតជ្រូកកើតមន់វិញស្ដាយណាស់ណោះអ្វីដែលសំណាងល្អបានមកមនុស្សឲ្យចេះធ្វើបុណ្យញោមសិក្សាប្រវត្តិក្នុងពុទ្ធសាសនាតើព្រះសម្មាសម្ពុទ្ធឯណាទៅត្រាស់ដឹងឋានទេវតាព្រះអង្គត្រាស់ដឹងឋានមនុស្សព្រះអង្គសន្សំបារមីឋានមនុស្សព្រះអង្គធ្វើទាននៅឋានមនុស្សគ្រប់ជាតិទាំងអស់បានមកឋានមនុស្សគឺជាបានមកនៅកន្លែងដែលអាចប្រព្រឹត្តបុណ្យគ្រប់ពេលតើកើតប្រែតសំសិលអត់បានទេឬទេលោកយាយតើកើតប្រែតធ្វើទានអត់កើតទេតើកើតសត្វគោសត្វក្របីសត្វដំរីសត្វសេះញោមសមាទានសិលកើតទេអត់កើតទៀតតើកើតប្រអិនកើតទេវតាយើងមានពេលណាមកសុំសិលទៀតឥឡូវហ្នឹងញោមតែបើតនោះអាយុវាច្រើនញោមតនោះចោះច្រើនណាស់មួយយប់មួយថ្ងៃស្មើនឹង100ឆ្នាំឋានមនុស្សនៅតាវតឹងណាញោមបើឋានតោសិតមួយយប់មួយថ្ងៃគេស្មើ400ឆ្នាំឋានមនុស្សញោមច្រើនណាស់ហើយបើយើងទៅដឹងវាស្រួលតែស្ដាយព្រះអង្គលោកលើកឡើងហើយព្រះអង្គសម្ដែងណាញោមសត្វលោកទៅកើតឋានសួគ៌ដូចស្នែងគោសត្វដែលធ្លាក់ទៅអបាយភូមិដូចជារោមគោឥឡូវយើងថាម៉េចឥឡូវនេះយើងគិតថាម៉េចឥឡូវបើព្រះសម្ដែងអញ្ចឹងស្គាល់ស្នែងគោឯអត់ប្រហែលគោមួយមានស្នែងប្រហែលហើយគោមួយមានរោមប្រហែលអញ្ចឹងបានន័យថាអ្នកដែលទៅទេវលោកតិចណាស់ញាតិញោមអ្នកទៅអបាយភូមិច្រើនណាស់សំសម័យបច្ចុប្បន្ននេះធម៌ក៏មិនចង់ស្ដាប់ពាក្យចាស់ទុំទូមានក៏មិនខ្វល់តែរឿងកំសាន្តសប្បាយក្អាកក្អាយលេងសើច
ហឺហាបងតូចបងធំកាប់ចាក់ទៅសងចុះឡើងខលប៉ុណ្ណឹងមិនត្រឹមតែក្មេងអីឥឡូវថាក្មេងទំនើងឥឡូវចាស់ក៏ទំនើងតើអត់ដែលស្គាល់វត្តក៏មានញោមតែអនុថែលោកបច្ចៈអញ្ចឹងអូចាស់ចាំនឹងអង្គុយលេងប៊ីអត់ទំនងតាទំនងជាងក្មេងទៅទៀតនោះណាញោមណោះណាញោមណោះទំនងណាញោមតើបានតែទំនងហ្នឹងហូបស្រាក៏ទំនងដែរសម្រាប់សត្វក៏ទំនងដែរធ្វើបាបក៏ទំនងដែរទៅប្រែតក៏ទំនងទៅរស់ក៏ទំនងតែបើយើងបានយកមកគិតយកធននឹងយកមកគិតណាញោមធននេះស្រួលហ៎មកទេសនាទេសឲ្យអ្នកអត់ចេះធរស្ដាប់ទៅមកមិនអីចប់ឡើងហើយមិនអីទេទេសធរហ្នឹងទេសឲ្យអ្នកអត់ចេះស្ដាប់ទេសស្ដាប់ហ្នឹងគឺស្ដាប់យល់ទៅមកអត់មានលើកឡើងអភិធម្មអីបល័យអីប្របាក់ស្ដាប់អីទេគឺលើកសម្រាប់អ្នកញោមអត់ចេះធរស្ដាប់ហើយយើងវិភាគមើលអាត្មាប្រគុណម្ចាស់ញាតិញោមបានមកអង្គុយហ្នឹងបានដោយបុណ្យណាញោមបានមកមនុស្សកើតនៅខេត្តតាកែវកើតនៅទឹកដីព្រះរាជាណាចក្រកម្ពុជាបានដោយបុណ្យទេអត់បុណ្យអត់មកទេសូមបញ្ជាក់ប្រាប់ញោមអញ្ចឹងរស់មករស់ដោយបុណ្យទេអត់បុណ្យអត់មកមនុស្សទេឮទេញោមមកដោយបុណ្យទេអត់បុណ្យអត់មកទេសប្តាហ៍នេះញោមក៏មកដោយបុណ្យអាត្មាក៏មកដោយបុណ្យតែបុណ្យនោះវាមានតិចវាមានច្រើនខុសគ្នាបុណ្យនោះវាបែងចែកខុសគ្នាញោមខ្លះធ្វើបុណ្យតិចបានមកកើតមកវេទនាលំបាកកំសត់ទូរគតញោមខ្លះបុណ្យគេមកច្រើនគេចាយមិនអស់លុយងាកលុយសុខរហូតសบายរហូតញោមខ្លះបុណ្យបានពាក់កដាលបាបបានពាក់កដាលកើតមកពីតូចវេទនាចាស់ឡើងស្រួលខ្លះកើតពីតូចស្រួលចាស់វេទនាធ្លាប់ឃើញអត់ញាតិញោមធ្លាប់ឃើញអត់ហើយញោមធ្លាប់ជួបគ្រប់គ្នាអត់ណែជីវិតសត្វលោកកើតមកដោយកម្មរស់ច្រើនខែឆ្នាំចូលចាំទុកនៅអប់រំបិទភ្ញាកុំឲ្យល្ងងខ្លៅសងគុណម៉ែឪនោះទៅប្រពៃចំណងមេបារៀបការកូនចៅអញ្ជើញញាតិហៅឲ្យពរជ័យស៊ីផឹកសបាយចាយប្រាក់ចងដៃធ្វើការ10ថ្ងៃចងដៃការមួយលឿនប៉ុណ្ណឹងឯណោះកន្លែងនឹកឃើញកន្លែងហ្នឹងទៀតហ៎ពេលមង្គលការហឺហាសបាយស៊ីផឹកកាក្អាយកាយចិត្តមិនព្រួយគិតថាបានគ្នាគ្រាន់ជាជំនួយភ្លេចគិតថែមមួយព្រួយស្មើខណ្ឌ10កាយមួយខណ្ឌ5រងកម្មណៃកាយ2ទឹកភ្នែកសង្វេគគ្រប់សពកាយច្រើនរោគច្រើនចម្រើនទុកជាប់រស់ចាំថ្ងៃងាប់ក្រែងអស់អាស្រូវព្រះធម៌នៅមានម្ដេចមិនប្រឹងស្ដាប់ព្រះធម៌ជាច្បាប់ប្រាប់បង្ហាញផ្លូវមានរូបមានរោគមានខុសមានត្រូវសូមញោមស្ដាប់ធម៌ទៅកុំខុសច្រើនពេកណាញោមណាអនុមោទនាឮដែរញោមឮអត់ហ្នឹងឥឡូវថាតាមលោកមួយទៀតអញ្ចឹងឲ្យធូរសរសៃតើទុំរំភ្ញាក់ខ្លួនថាឮតិចទៅថាតិចអញ្ចឹងមកម្ដងទៀតទៅត្រង់ចង់ថាមកម្ដងទៀតណាញោមណាទុំរំភ្ញាក់ខ្លួនជួនជារីម៉ាច់ជោគទៀមទាបើកទ្វារបច្ឆាបើយល់ធម៌តន់ក្រាន់យោងអាត្មាព្រះធម៌រក្សាឥតរើសក្មេងចាស់របស់អន់ណាគង់ប្រើបានខ្លះបើអន់សណ្ដានរំខានខ្លាំងណាស់គ្មានអ្វីដែលល្អជាជាងធម៌ព្រះគួរដាក់មានះរូតរះរកធអនុមោទនាណែសាធុហើយណាអត់មានកុហកលោកទេណាមិញថាដាក់មានះរូតរះរកធហើយណាអនុមោទនា2ដងហើយណាច្បាស់អត់ទេមើលទៅក្នុងចិត្តហ្នឹងថាដាក់មានះរូតរះរកធច្បាស់ទេច្បាស់ទេយាយអនុមោទនា3ដងហើយជួយចាំបោះលោកអើយតែនៅមានះខឹងកូនខឹងចៅទៀតនឹងដឹងទេតើរឿងនេះចង់បញ្ជាក់ជូនញោមអញ្ចឹងធ្វើខ្លួនឯងឲ្យជាទីគោរព
ឲ្យជាទីស្រឡាញ់តើធ្វើតាមធម៌5យ៉ាងហ្នឹងឥឡូវមានចាំមួយទេមើលទី1ថាម៉េចញោមចាំមកលេងហ្នឹងហើយចាំអស់ហើយទេ1ម៉ោង27នាទីហ្នឹងចាំអស់ហើយអស់ហើយគាត់ថាអស់ហើយហ្នឹងហើយទី1គឺមិនធ្វើខ្លួនឯងឲ្យចូលទៅក្នុងមិនបោះបង់ខ្លួនឲ្យចូលទៅក្នុងអបាយមុខទី2គឺមិនធ្វើខ្លួនឯងឲ្យខូចព្រោះតែអំពើទុច្ចរិតទី3គឺមានសតិនិងសម្បជញ្ញៈមិនភ្លេចខ្លួនអើយខ្លួនកុំភ្លេចណាខ្លួនណាហ្នឹងហើយបើស្រឡាញ់ខ្លួនឲ្យស្ងួនចំណៃកុំភ្លេចណាញោមណាចឹងទី3ទី4គឺមានពាក្យសច្ចៈមិនកុហកគេជប់កុហកគេនៅចឹងពីមុនបែបកុហកខ្លាំងតែសួរជប់នៅជប់ហើយចឹងពីមុនកុហកពីមុនកុហកដែរប៉ុន្តែឥឡូវលែងហើយណាញោមណាទី5គឺជាអ្នកបំពេញតួនាទីរបស់មនុស្សតួនាទីមនុស្សដែលត្រូវបំពេញការងារណាមានប្រយោជន៍សូមបំពេញអត់ប្រយោជន៍កុំបំពេញអីណាញោមណាប្រគុណម្ចាស់អស់លោកសាទរសពបដោះប្រព្រឹត្តនៅធម៌ទាំងអស់នេះធ្វើខ្លួនឯងឲ្យខ្លួនឯងជាទីស្រឡាញ់បុគ្គលនោះចូលតិអំពីអត្តភាពពីមនុស្សរមែងបដិសន្ធិជាមនុស្សដល់ដងឧត្តមឬនៅក្នុងឋានទេវលោករហូតដល់ព្រហ្មលោកនិងទីបំផុតនៃជាតិរបស់បុគ្គលនោះរមែងបានទៅព្រះនិព្វានទៀតផងអនុមោទនាការសម្ដែងធម៌ចប់ត្រង់សាធុប៉ុណ្ណឹងឯងណាញោមណាមានចំណុចលើសលួសខ្វះខាតយ៉ាងណាសូមអភ័យទោសបញ្ញត្តិទៅមកក្រែទៀតក្រែសឹងព្រោះអីការសម្ដែងធម៌វាតែងតែមានការខុសឆ្គងជាពិសេសដោយអង្គអាត្មា2អង្គនឹងពាក្យសម្ដីខ្លះត្រូវប្រភ្លេចប្រផ្លោចមិនសមរម្យអីកុំប្រកាន់អីណាញោមណាចាត់ទុកថាជារឿងមួយមិនសមរម្យបោះចោលរឿងណាសមរម្យញោមរើសទុកណាញាតិញោមណាកុំនិយាយដើមលោកតាមក្រោយអីណាញោមណាគឺពាក្យទាំងអំបាលមានដែលលើកឡើងមកសម្ដែងចង់ឲ្យពុទ្ធបរិស័ទញាតិញោមទាំងអស់បានយល់បានដឹងនៅក្នុងអត្ថន័យនៃការអធិប្បាយបរិយាយនៅពធលើខ្វះយ៉ាងណាសូមអភ័យទោសដោយអនុគ្រោះចំពោះអង្គអាត្មាភាពទាំងពីរព្រះអង្គនេះផងមុននឹងចប់ធម៌សូមលើកបុណ្យកុសលទាំងបានមានថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធរបស់ព្រះបាទនរោត្តមសីហនុព្រះបិតាឯករាជ្យជាតិនិងព្រះបិតាបូរណភាពសន្តិភាពជាតិខ្មែរសូមព្រះអង្គបានទទួលយកនៅកុសលទាំងបានមានដែលខ្ញុំកណាស្មារភាពអស់លោកពុទ្ធបរិស័ទទាំងអស់បានបំពេញដែលត្រូវជាកូនជាចៅជាចៅទួតរបស់ព្រះអង្គសូមព្រះអង្គនិមន្តទទួលយកចំណែកបុណ្យព្រះអង្គយាងទទួលយកនៅចំណែកបុណ្យធ្វើដំណើរទៅកាន់ទីឋានបរមសុខហើយម្យ៉ាងទៀតដួងវិញ្ញាណក្ខន្ធរបស់លោកគ្រូសសុចដែលបានទទួលមរណភាពគ្រប់100ថ្ងៃសូមអំណាចបុណ្យនេះជូនដល់គាត់រួចចាកអំពីទីតថោកទាបទៅកាន់សុគតិភពសោយសម្បត្តិទឹកដ៏វិសេសវិសាលប្រគុណម្ចាស់គ្រប់ព្រះអង្គពុទ្ធបរិស័ទទាំងអស់គ្នាបានស្ដាប់ធម៌ទាំងនៅទីនេះទាំងស្ដាប់តាមរលកធារកាសរបស់នេតិអប់រំជីវិតតាមគន្លងពុទ្ធសាសនាសូមបានបុណ្យបានកុសលសូមមានបញ្ញាកាត់ផ្ដាច់នៅអសវៈធម៌ទីបញ្ចប់នៃជាតិសម្រាប់ព្រះនិព្វានគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនាអនុមោទនាបុណ្យអនុមោទនាមគ្គផលអនុមោទនាអយ៉ាងសង្ឃេបេនៈសមត្តាធម៌ទេសនាសន្មតថាចប់ប៉ុណ្ណេះឯងអេវ៉ាំង